បាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នាខ្ញុំបាទមុនរ៉េតពីទីក្រុងឡុងបេរ៉ុតកាលីហ្វ័រញ៉ានេះគឺជារាត្រីថ្ងៃទី29ខែធ្នូឆ្នាំ2025បាទថ្ងៃនេះគឺជាថ្ងៃទី2ទៅហើយនៃការជប់បាញ់គ្នាសាកល្បង72ម៉ោងដែលបានព្រមព្រៀងគ្នារវាងប្រទេសកម្ពុជានិងប្រទេសថៃហើយនៅក្នុងរាត្រីនេះតើមានព្រឹត្តិការណ៍អ្វីខ្លះពីព្រំដែនខ្ញុំនឹងសរុបសង្ខេបជូនមួយផ្ទះធំដែលជាបងអែមលៀងមាត់ដូចធម្មតាហើយសូមអធិស្ឋានយប់កាន់តែជ្រៅណាស់មែនតើហើយដោយសារតែយប់មិញគឺជាថ្ងៃអាទិត្យហើយតាមទម្លាប់ថ្ងៃអាទិត្យបែបនេះគឺខ្ញុំមានពិធីសហគមន៍អីមួយចំនួនដែលចូលរួមពេលខ្លះរហូតដល់ទៅយប់ជ្រៅក៏លងទៅនេះហើយការដែលចូលគេងយប់ជ្រៅហើយភ្ញាក់មកធ្វើព័ត៌មានម៉ោង4ភ្លឺទៀតដូច្នេះគេងបានតែ2ម៉ោងទេនេះគឺក៏មានការឡាក់លអួលច្រើនតកតងនៅក្នុងការប្រមូលព័ត៌មានឲ្យបានលឿនដូច្នេះហើយបានជាពេលវេលានេះរៀងយឺតបន្តិចទៀតដែលសូមអធិស្ឋានចំពោះបងប្អូនយើងនៅឯប្រទេសកម្ពុជាហើយក៏សូមអឺសង្ឃឹមថាបងប្អូននឹងយោគយល់ព្រោះម្នាក់ឯងសិតសាតហើយបងឯងមកផ្ទះថ្នោតធំនេះហើយឆ្លៀតឱកាសនេះក៏អរគុណបងប្អូនយើងដែលយោគយល់ច្រើនហើយនឹងតែងតែគ្រប់គ្រងលើកទឹកចិត្តជារៀងដរាបមកបាទតែខ្ញុំនឹងខិតខំប្រឹងប្រែងព្រោះអីកិច្ចការដែលខ្ញុំចូលចិត្តពេញចិត្តនិងស្រឡាញ់បើទោះបីជាមិនបានប្រាក់កម្រៃយ៉ាងណាក៏បានជាបច្ច័យធម្មទានច្រើនណាស់ដល់បងប្អូនប្រជាពលរដ្ឋនៅគ្រប់ទិសទីនៅក្នុងការទទួលបានព័ត៌មានមួយជ្រុងទៀតដែលព័ត៌មាននៅប្រទេសកម្ពុជាខ្សត់មែនតើដូច្នេះខ្ញុំថានេះគឺជាអំពើបុណ្យដែលជាកុសលហើយសង្ឃឹមថាបានផលដល់បងប្អូនគ្រប់គ្នាដែរឲ្យបានគ្រប់គ្នាព័ត៌មានទី1គឺយោធាថៃកិច្ចកុករឿងដោះលែងទាហានខ្មែរទាំង18នាក់ដោយចោទកម្ពុជាថាបំពានបទឈប់បាញ់សាកល្បងទាហានថៃស្រមោចក្នុងខោជន់មីនដាច់ជើងឆ្វេងនិងរបួសភ្នែកនៅចំថ្ងៃទី2នៃបទឈប់បាញ់សាកល្បង72ម៉ោងនេះបាទសូមអធិស្ឋានលោកហ៊ុនម៉ាណែតចេញសារស្អំចិត្តប្រជាពលរដ្ឋខ្មែរកុំឲ្យភ័យរឿងបាត់ដីទៅថៃត្បិតអីអ្វីសម្រាប់លើសន្ធិសញ្ញានិងអនុសញ្ញាដែលមានស្រាប់រដ្ឋាភិបាលក្រៅប្រទេសថាបានពឹងពាក់មេធាវីអន្តរជាតិដើម្បីដាក់បណ្ដឹងទៅតុលាការ ICC ពីករណីប្តឹងថៃផងនិងប្តឹងកម្ពុជាដែរកម្ពុជាស្នើរៀបចំកិច្ចប្រជុំពិសេសបន្ទាន់របស់គណៈកម្មាធិការព្រំដែនខណ្ឌសីមាជាមួយនឹងថៃនាយករដ្ឋមន្ត្រីចាំផ្ទះថៃថាចិនជួយថៃជិត$3លានដែរតែថៃកំពុងតែពិចារណាថាយកឬអត់បញ្ញវន្តនិងអ្នកស្រាវជ្រាវប្រវត្តិសាស្ត្រឯករាជ្យថៃអំពាវនាវឲ្យរដ្ឋាភិបាលថៃទាត់ចោលសេចក្តីសម្រេចតុលាការយុត្តិធម៌អន្តរជាតិ ICJ រឿងប្រាសាទព្រះវិហាររដ្ឋបាលខេត្តឧត្តរមានជ័យត្រៀមប្រជាពលរដ្ឋភៀសសឹកវិលត្រឡប់ទៅលំនៅឋានវិញលោកត្រាំថាអង្គការសហប្រជាជាតិធ្វើការចាញ់លោករឿងបញ្ចប់សង្គ្រាមលោកត្រាំថាការចរចាបញ្ចប់សង្គ្រាមរុស្ស៊ីឈ្លានពានអ៊ុយក្រែនជិតសម្រេចផលមែនតើហើយនឹងសរុបព្រឹត្តិការណ៍ប្រចាំថ្ងៃបាទឥឡូវនេះមានបង្អែមលៀងមាត់តាំងពីបង្អែមខ្មែរនិងបង្អែមអាមេរិកចម្រុះផងហើយក៏អរគុណយ៉ាងជ្រាលជ្រៅបងប្អូនដែលគ្រប់គ្រងការផ្សាយរបស់ខ្ញុំហើយផ្ញើជាប្រាក់ជួយឧបត្ថម្ភតាមរយៈ Super Thank you ឬ Super Gift នៅក្នុង YouTube នេះខ្ញុំពិតជាដឹងគុណយ៉ាងជ្រាលជ្រៅឥឡូវនេះបន្តទៅទៀតគឺរឿងទី1ទៅមុនយោធាថៃកិច្ចកុករឿងដោះលែងទាហានទាំង18នាក់ដោយចោទកម្ពុជាថាបំពានបទឈប់បាញ់សាកល្បងកិច្ចកុកស្អីទៀតហើយខ្ញុំកំពុងតែឆ្ងល់យើងនាំគ្នាបន់ស្រន់មែនតើអា72ម៉ោងហ្នឹងអត់ដង្ហើមបួងសួងបន់ស្រន់សុំឲ្យក៏មានរឿងអីកើតឡើងឲ្យសោះព្រោះអីវាជារឿងដែលយើងនាំគ្នាអត់ដង្ហើមនោះដោយដូចខ្លាចថៃរឿងអាប្រទេសផ្ដាស់មិនមែនខ្លាចនឹងអាភាពត្រឹមត្រូវរបស់ថៃទេខ្លាចភាពផ្ដេសផ្ដាស់របស់ថៃខ្លាចមែនតើយើងអាការខ្លាចនឹងអាភាពផ្ដេសផ្ដាស់នេះគឺជាជំងឺឥឡូវព្រោះអីនាំគ្នាបន់ស្រន់ថាសុំកុំឲ្យមានអីកើតឡើងទៅ72ម៉ោងជិតចប់ហើយឥឡូវបាន2ថ្ងៃហើយបានន័យថា40ម៉ោងជាងហើយនៅសល់តែមួយថ្ងៃទៀតទេគឺ24ម៉ោងទៀតទេព្រោះអីបើអ្វីប្រព្រឹត្តទៅឲ្យរលូនកុំឲ្យមានការផ្ទុះអាវុធឬក៏អ្វីកើតឡើងដែលនាំឲ្យផ្ទុយអាស្មារតីនៃសេចក្តីប្រកាសរួមជប់បាញ់សាកល្បង72ម៉ោងនេះសិនគឺត្រូវម៉ោង10ព្រឹកស្អែកនេះសំទោស12ថ្ងៃត្រង់ស្អែកនេះគឺដែលជាថ្ងៃដែលត្រូវថ្ងៃ30ខែធ្នូហ្នឹងគឺចំដែលអ្វីគឺចប់សពគ្រប់អនុវត្តតាមបទជប់បាញ់ហ្នឹងហើយទាហានខ្មែរទាំង18នាក់នឹងត្រូវបានដោះលែងអានេះគឺជាអ្វីដែលមាននៅក្នុងកិច្ចព្រមព្រៀងឥឡូវយើងកំពុងតែអត់ដង្ហើមជុំគ្នាឬសូផ្ទុះមីនមកគ្រាប់កន្លះម៉ោងមុននឹងអាបទជប់បាញ់នឹងចូលជាធរមានយើងរឺតទ្រូងគ្រប់គ្នាថាមិនអីទេមីននឹងវាផ្ទុះនៅក្រៅរង្វង់នៃអាបទជប់បាញ់
ក៏ប៉ុន្តែស្រាប់តែថ្ងៃនេះមានមកគ្រាប់ទៀតផ្ទុះនៅក្នុងពេលកំពុងតែជប់បាញ់ហ្នឹងគឺផ្ទុះនៅដាច់ជើងទាហានថៃម្នាក់ទៀតហើយគ្រប់គម្រប់11នាក់ហើយដែលដាច់ជើងឆ្វេងមកខាងហើយគ្រាប់អំបែងមីនហ្នឹងក៏ផ្ទៀតត្រូវភ្នែករបួសភ្នែកទៀតហើយទាហានថៃនេះត្រូវបានអាជ្ញាធរយោធាថៃហ្នឹងយកទៅព្យាបាលហើយមិនស្លាប់បាត់បង់ជីវិតទេក៏ប៉ុន្តែរបួសធ្ងន់អាហ្នឹងរឿងមួយករណីហើយហេតុអីបានជាមានផ្ទុះទៀតហើយនៅក្នុងពេលដែលកំពុងតែសម្រាកកំពុងតែស្ងប់កំពុងតែរក្សាការអត់ធ្មត់អីរៀងខ្លួនហ្នឹងផ្អាកការជប់បាញ់ស្នូគ្រាប់ផ្ទុះហ្នឹងដូចជាលែងលឺសូជាង40ម៉ោងទៅហើយហេតុអីបានមានផ្ទុះបើចំពោះខ្ញុំអត់មានឆ្ងល់អីប្រហែលណារឿងផ្ទុះមីនហ្នឹងព្រោះអីថៃសម្ោចក្នុងខោពាក្យថាស្រមោចក្នុងខោហ្នឹងគឺបានន័យថានៅតែមិនសុខគឺត្រូវតែលវៀមគ្រប់កន្លែងអញ្ចឹងហ្មងគឺដើរលុកខ្ទេចខ្ទីអស់ព្រៃព្រឹក្សាលតាវ័ក្នុងដែនអធិបតេយ្យរបស់កម្ពុជាហើយយើងទៅទុកថៃយ៉ាងម៉េចមិនឲ្យដើរជន់មីនបើសិនជាថៃអត់ឈប់ដើរទៅត្រុកកាយដូចមន់អញ្ចឹងគឺកកាយគ្រប់កន្លែងគឺរើកកាយដាក់ត្រង់សេលេនឋានអីថ្មីទាំងអស់នៅក្នុងដែនអធិបតេយ្យរបស់កម្ពុជានោះណាដែលគ្រាន់តែថាខ្លួនចូលមកលួចប្លន់បានចិត្តណាដោយសារតែប្រការមួយនៅក្នុងកិច្ចព្រមព្រៀងឬក៏សេចក្តីថ្លែងការណ៍រួមហ្នឹងចែងថាអ្នកណានៅហ្នឹងមុនជប់បាញ់បានន័យថាដល់ពេលជប់បាញ់ព្រឹបនៅហ្នឹងក៏ប៉ុន្តែនៅក្នុងអាប័ណ្ណជប់បាញ់ហ្នឹងពាក្យថានៅហ្នឹងមិនមែនបានន័យថាឲ្យសម្ោចក្នុងខោទេនៅហ្នឹងក៏មានមាត្រាមួយឬខមួយចែងថាសុំឲ្យកុំធ្វើសកម្មភាពទាំងឡាយណាដែលនាំឲ្យមានការបង្កើនកម្ដៅឬក៏ធ្វើឲ្យស្ថានភាពហ្នឹងវាកាន់តែតដាបតដួសជាងហ្នឹងឬក៏ចល័តតបឬក៏ធ្វើអីផ្សេងប៉ុន្តែថៃហាក់បីដូចជាអត់ស្ដាប់អាហ្នឹងផងគេគិតថាអ្វីដែលជាដែនអធិបតេយ្យរបស់ថៃដែលគេលួចបានសោះប្លន់ពីខ្មែរបានសោះហ្នឹងជាដែនដីរបស់ខ្លួនអញ្ចឹងតាន់តែមានឱកាសបានឈប់3ថ្ងៃហ្នឹងគឺ3យប់3ថ្ងៃហ្នឹង72ម៉ោងហ្នឹងគឺចាប់ផ្ដើមឈូសឆាយដុតកំទេចស្អីលាក់រួចចុះចង្ការមីនខ្មែរនៅហ្នឹងមកកណោហ្នឹងយើងមានតាន់បានដោះមីនអស់ហើយណាអាហ្នឹងជារឿងមួយដែលគួរឲ្យអកុសលអញ្ចឹងតែដើរចុះដើរឡើងវាមិនលែងអីជន់មីនទៀតហើយបើនៅអត់ស្ងៀមនៅសម្ោចក្នុងខោហើយដល់ពេលហើយជន់មីនររឿងខ្មែរទៀតបងប្អូនវារឿងអកុសលណាស់ចោលចូលមកប្លន់លួចនៅក្នុងផ្ទះយើងមុតបលាលួសអំបែងកែវហើយនឹងអ្វីដែលជាផ្ទះដែលបង្អួចកញ្ចក់ដែលគេមកវាយបាច់ខ្ទេចខ្ទីផ្ទះយើងសោះឥឡូវមករករឿងយើងថាផ្ទះហ្នឹងដាក់បង្អួចកញ្ចក់ធ្វើឲ្យបែកមុតចោលហើយយើងនាំគ្នាទៅស្ដាប់ចោលបកស្រាយតើវាអយុត្តិធម៌ប៉ុណ្ណាទៅរឿងនេះឥឡូវនេះគេមិនសុខចិត្តទេគេចាប់ផ្ដើមលោកវិនថៃស៊ូវរីដែលជាអ្នកនាំពាក្យយោធាថៃហ្នឹងគាត់បានថាឥឡូវនេះយកអាផោះតាំងថ្មីបន្ថែមទៀតដាក់ទៅស្ថាប័នពាក់ព័ន្ធសន្ធិសញ្ញាអនុសញ្ញាក្រុងអូតាវ៉ាស្ដីពីការឈប់ប្រើប្រាស់មីនប្រភេទដាច់ជើងហ្នឹងដែលខ្មែរចុះហត្ថលេខាយល់ព្រមជាមួយនឹងប្រទេសជាច្រើននៅលើពិភពលោករួមទាំងប្រទេសថៃផងថាឈប់ប្រើមីនប្រភេទហ្នឹងហើយឥឡូវនេះថៃគេឃើញថាមីនហ្នឹងនៅមានប្រើទៀតគេថាគេចោទថារឿងមីនហ្នឹងដាក់ថ្មីមិនមែនមីនចាស់ទេកម្ពុជាអាចបកស្រាយថាមីនហ្នឹងជាមីនចាស់ដោយសារតែចំការមីនហើយថៃមកលុកលុយទៅពីដូច្នេះវាមិនលែងអីជន់ទេព្រោះអីកិច្ចព្រមព្រៀងដោះមីនហ្នឹងក៏វាមិនទាន់បានអនុវត្តបានពេញលេញអីដែរព្រោះឡាយតែឆ្លោះគ្នាអញ្ចឹងហើយឥឡូវដល់ពេលថៃបានឱកាសមកគ្រប់គ្រងទន្ទ្រានគ្រប់ទឹកដែនអធិបតេយ្យកន្លែងចការមីនហ្នឹងហើយលុកអត់ឈប់បានន័យថាកាយដូចមន់ចេះវាមិនលែងអីផ្ទុះមីនមកឥឡូវទុកឲ្យថៃប្តឹងផ្ដាល់តទៅទៀតទៅអ្វីដែលកម្ពុជាបបាក់បកស្រាយតែមួយទេថាតើមីនហ្នឹងវាជាមីនថ្មីឬក៏មីនចាស់យើងរួចខ្លួនតែម្យ៉ាងឯងគឺមីនហ្នឹងគឺមីនចាស់នៅចំការមីនហើយថៃមកត្រួសត្រាយតម្រាយផ្លូវថ្មីឬក៏ដើរលុកកន្លែងផ្ដេសផ្ដាស់ចូលចំការមីនចាស់ឬគ្រាប់អាវុធយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលសល់ទុកពីសម័យខ្មែរក្រហមឬសម័យសង្គ្រាមអាហ្នឹងយើងអាចនឹងដូចថាបញ្យលទៅគេអាចស្ដាប់បានក៏ប៉ុន្តែថៃអត់ស្ដាប់ទេគឺថៃយកលេសថាមីនហ្នឹងគឺមីនទៅតែដាក់ថ្មីពេលដែលយោធាកម្ពុជាចេញពីបន្ទាយដកតបថយពេលដែលថៃវាយចូលបានហ្នឹងគឺមុននឹងចាក់ចេញហ្នឹងគឺរាយមីនចោលអញ្ចឹងទៅអាហ្នឹងជាការចោទប្រកាន់របស់គេហើយមានបងប្អូនខ្មែរហ្នឹងចេះតែសួរខ្ញុំថាចុះវាខុសអីដាក់មីននៅក្នុងដីខ្លួនឯងសោះហ្នឹងបើដាក់ថ្មីដាក់ចាស់អីក៏ដោយផ្ទះខ្លួនឯងហ្នឹងដាក់វាមិនវាថៃដើម្បីការពារសត្រូវឈ្លានពានចង្រៃមកឈ្លានពានដីយើងការពារដែនអធិបតេយ្យរបស់យើងដាក់មីនការពារទ្រព្យបើសិនជាកុំដាក់មីនគេចូលយកអស់តាំងពីយូរតើវាខុសអីជាម្ចាស់ផ្ទះបងប្អូនអត់ខុសអីទេដូចខ្ញុំធ្លាប់បានជម្រាបទៅអញ្ចឹងថាការដាក់មីន
ឬក៏ធ្វើចម្រងឬក៏ជីកលេនដ្ឋានឬក៏ធ្វើអីក៏ដោយដើម្បីការពារព្រំប្រទល់ខ្មែរថៃអត់អីទេអត់មានខុសឆ្គងអីទេព្រោះអីជាដែនអធិបតេយ្យរបស់យើងនៅក្នុងការការពារទ្របយើងឲ្យគង់ក៏ប៉ុន្តែមីនខ្ញុំនិយាយថាបើសិនជាមីនថ្មីបើមីនចាស់នៅសល់ពីចំនួន40 50ឆ្នាំមុនអត់អីទេប៉ុន្តែបើមីនថ្មីដាក់ក្រោយឆ្នាំ1999ព្រោះអីឆ្នាំ1999មានអនុសញ្ញាអូតាវ៉ាស្ដីអំពីការជួបប្រើប្រាស់មីនប្រភេទដាច់ជើងហ្នឹងដែលកម្ពុជាចុះហត្ថលេខាហើយថៃក៏ចុះឲ្យប្រទេសច្រើនទៀតណាស់នៅលើពិភពលោកដែលគេបង្កើតគណៈកម្មការមួយថាឈប់ប្រើប្រាស់ឈប់ផលិតឈប់ដាក់ឈប់អីទាំងអស់មីនប្រភេទហ្នឹងហើយយើងពេលដែលចុះទៅយើងជាប់កាតព្វកិច្ចក្នុងឋានៈជាប្រទេសមួយនៅក្នុងច្បាប់អន្តរជាតិគឺយើងត្រូវគោរពហើយតែយើងបំពេញច្បាប់ហ្នឹងគឺយើងគេចោទយើងស្អីក៏ត្រូវដែរនៅខ្ញុំនិយាយពីរឿងថាបើយើងដាក់មីនគេរកឃើញថាដាក់មែនផ្ទះយើងដីយើងអីអីយើងថាយើងដាក់ការពារមែនអញ្ចឹងមីននេះគឺអត់ខុសអីពីបើសិនជាដាក់ថ្មីខ្ញុំចង់និយាយចាំម្ដងទៀតណាបើសិនជាមីនចាស់អត់អីទេបើសិនជាដាក់ថ្មីដោយការចោទប្រកាន់របស់ថៃមែនគឺវាអត់ខុសអីពីយើងរាយខ្សែភ្លើងនៅត្រង់មាន់ការពារចោលមកលួចមាន់ហើយមកឆក់ស្លាប់ចោលជាការពិតចោលចូលមកលួចមាន់គឺជាអំពើខុសច្បាប់ហើយជាអំពើចោរកម្មច្បាប់ត្រូវតែកាត់ទោសផ្ដន្ទាទោសគាត់ពីបទចូលលួចមាន់ប៉ុន្តែដល់តែពេលម្ចាស់ផ្ទះដាក់ខ្សែភ្លើងរាយទៅវាឆក់មាន់ងាប់សំទោសឆក់ចោលងាប់ហើយដល់ពេលអញ្ចឹងទៅនៅក្នុងន័យហ្នឹងគឺច្បាប់គេនឹងផ្ដន្ទាទោសម្ចាស់ផ្ទះពីបទមនុស្សឃាតហើយចេតនាមិនអចេតនាប៉ុន្តែក្នុងន័យនេះគឺជាចេតនាដែរដោយសារតែយើងប៉ុនប៉ងឲ្យអ្នកដែលមកលួចមាន់ហ្នឹងគឺត្រូវតែបាត់បង់ជីវិតដោយសារតែថាកក់ចង់ទប់កុំឲ្យលួចមាន់បាត់របស់ប៉ុន្តែវិធីផ្សេងទៀតយើងអាចមានបានយើងឧទាហរណ៍ថាបើមកច្រើនអញ្ចឹងទៅយើងអត់ព្រមប្តឹងប៉ូលីសឲ្យប៉ូលីសមកយាមកាមឬក៏ធ្វើមិនពង្រឹងប្រជាការពារភូមិនិងពង្រឹងសន្តិសុខសុវត្ថិភាពភូមិនឹងទៅកុំឲ្យចោលលួចមួយពង្រឹងការអនុវត្តច្បាប់អីផ្សេងទៀតទៅកុំឲ្យចោលចេះតែហ៊ានកក្លឿនចាប់ដាក់គុកឲ្យរៀងចាលអីចឹងទៅជាងការយកខ្សែភ្លើងនឹងមកឆក់អញ្ចឹងទៅអាហ្នឹងបើយើងនិយាយតាមលក្ខខណ្ឌសច្ចានុមត្តនៃការអនុវត្តច្បាប់ដូច្នេះបើសិនជាកម្ពុជាមានមែនថ្មីមែនគឺថៃគឺគេឈ្នះយើងដោយសារតែរឿងមួយថាយើងបំពេញអនុសញ្ញាអូតាវ៉ាអាហ្នឹងចង់និយាយថាបើមានថ្មីប៉ុន្តែបើមានចាស់ដូចសម័យសង្គ្រាមមែនយើងរួចខ្លួនពីរយ៉ាងទី1គឺយើងរួចខ្លួនដោយសារដែនដីហ្នឹងជាដែនអធិបតេយ្យរបស់កម្ពុជាហេតុអីបានជាយើងចូលមកបំពេញឈ្លានពានអត់ទាន់ដោះស្រាយរឿងឈ្លានពានដីខ្មែរផងហើយមករករឿងម្ចាស់ផ្ទះរឿងជន់មីនជន់បលានេះវាអាក្រក់ហួសសម្រាប់កម្ពុជាដែរបងប្អូនណាបើយើងនិយាយទៅវាអាក្រក់ហួសសម្រាប់យើងក៏ប៉ុន្តែម្ដងទៀតរឿងមីននេះបើសិនជាគេរកឃើញថាការពិតយើងដាក់មីនថ្មីមែនគឺយើងអត់មានអីទៅបកស្រាយនៅលើឆាកអន្តរជាតិទេហើយគេនឹងរៀលដាលទៅដល់ការបំពេញគ្រប់បែបយ៉ាងដែលថាយើងរំលោភច្បាប់អន្តរជាតិហើយអានេះហើយគឺជាចំណុចខ្សោយរបស់យើងប៉ុន្តែខ្ញុំសូមបន់ស្រន់ឲ្យការចោទប្រកាន់របស់ថៃនេះគឺជាការចោទប្រកាន់ទាំងបំពេញហើយសូមឲ្យនាំគ្នាមើលទៅលើអំពើឈ្លានពានរបស់ថៃដែលខុសតាំងពីដើមទីមកទន្ទ្រានឈ្លានចូលដីកម្ពុជាហើយលុកលុយទៅប៉ះពាល់ដល់មីនដល់អីហ្នឹងសូមទុកឲ្យអារឿងមីនហ្នឹងជារឿងបន្តបន្សំតែដោះស្រាយរឿងឈ្លានពានដីកម្ពុជាពីសំណាក់ថៃនឹងសិនអីចឹងទៅហើយចាំចាត់ការរឿងមីនតាមគាត់ប៉ុន្តែថៃគេអានេះគេហៅថាយកអាទៀសទៅដាក់ក្រោយកបីសំទោសអាទៀសទៅដាក់មុខកបីយកកបីយកគោយកមកដាក់ក្រោយអាទៀសវិញទៅរុញយ៉ាងម៉េចវាប្រច្រាស់ចកៃចឹងថៃកំពុងតែអនុវត្តវិធានការចូលដល់អង្គុយក្នុងផ្ទះហើយបានទៅចុចកណ្ដឹងទ្វារហៅម្ចាស់ផ្ទះឲ្យបើកទ្វារវាអត់មានថាជាធម្មតាត្រូវចុចកណ្ដឹងហើយបានមកចូលអង្គុយស្វាគមន៍ភ្ញៀវម្ចាស់ផ្ទះអីគេស្វាគមន៍ភ្ញៀវនេះគឺដើរចូលក្នុងផ្ទះហើយបានចូលទៅចុចកណ្ដឹងវិញបានប្រាប់ម្ចាស់ផ្ទះឲ្យបើកទ្វារវាប្រច្រាស់អញ្ចឹងហើយបងប្អូនប៉ុន្តែឥឡូវយើងចាំមើលតទៅទៀតថាតើរឿងនេះនឹងប្រព្រឹត្តទៅយ៉ាងដូចម្ដេចហើយកម្ពុជាអត់ទាន់មានសេចក្តីថ្លែងការណ៍ណាមួយតបទៅនឹងករណីផ្ទុះមីនទី11នេះទេព្រោះអីពិបាកថាទៅប្រកែកទៅអីទៀតណាព្រោះអីវានៅក្នុងដែនអធិបតេយ្យរបស់កម្ពុជាហើយគេចូលមកទន្ទ្រានលួចរបស់យើងអត់ទាន់ដោះស្រាយអារឿងលួចរបស់បានផងមកទៅដោះស្រាយរឿងរបួសចោលទៅវិញវាពិបាកអញ្ចឹងប៉ុន្តែខ្ញុំជឿថាអាញាធមមីនក៏មិនមានអីប្លែកអីទៀតដែរសេចក្តីថ្លែងការណ៍គាត់ស្អែកហ្នឹងគឺដូចគ្នាដដែលថាកម្ពុជាមិនបានដាក់មីនទេប្រទេសកម្ពុជារងគ្រោះដោយសារមីនរាប់សិបឆ្នាំហើយយើងដោះមីនរាប់សិបឆ្នាំមកអស់លុយរាប់លានដុល្លារមានជំនួយពីបរទេសមកដើម្បីស្ដារដីភូមិករភូមិឋានឲ្យប្រជាពលរដ្ឋហ្នឹងហើយយើងមានដែរចំការមីននៅតាមបណ្ដោយព្រំដែនប៉ុន្តែអត់ទាន់បានដោះវាទេដោយសារតែជាគ្រាប់បន្សល់ពីសម័យសង្គ្រាម30-40ឆ្នាំហើយថៃអាញាធរកម្ពុជាបានប្រមានច្រើនលើកហើយថាកុំឲ្យល្បាតលើតម្រៃផ្លូវថ្មីតែចូលដល់ផ្លូវថ្មីអាចចូលក្នុងចំការមីនឡាក់នឹងឡាក់អីអញ្ចឹងតែហើយកោលទោសថៃនៅក្នុងការលៀបពណ៌បង្កើតព័ត៌មានប្រឌិតឡាក់អញ្ចឹងទៅសេចក្តីថ្លែងការណ៍ហ្នឹងដូចគ្នាដែរអញ្ចឹងអត់មានអីប្លែកទេហ្នឹងចូលសងគេទៀតហើយមិនអញ្ចឹងទៅមីនហ្នឹងថាមីនថ្មីយ៉ាងម៉េចប៉ុន្តែរឿងដែលអកុសលហ្នឹង
នៅពេលដែលមានព្រឹត្តិការណ៍មានផ្ទុះភ្លាមថៃរករឿងយើងភ្លាមហើយរករឿងគឺរឿងតាក់ទងទៅនឹងបំពេញនៃបទឈប់បាញ់ទៀតហើយអាបទឈប់បាញ់ហ្នឹងវាផុយស្រួយដូចខ្ញុំនិយាយចឹងថាបទឈប់បាញ់72ម៉ោងសាកល្បងនេះណាវាដូចទឹកនៅក្នុងស្លឹកឈូកអញ្ចឹងដំណក់ទឹកនៅលើស្លឹកឈូកវាក្លិញក្លងណាស់តែមានខ្យល់បក់អីបន្តិចតែស្លឹកឈូកហ្នឹងទេទុនតែបន្តិចគឺដំណក់ទឹកទាំងអស់ហ្នឹងវានឹងធ្លាក់ខ្ទាតចេញពីស្លឹកឈូកទៅអស់ហើយអត់មានទៅនៅលើស្លឹកឈូកហ្នឹងបានទៀតទេអញ្ចឹងអាកិច្ចព្រមព្រៀងហ្នឹងគឺឬក៏សេចក្តីថ្លែងការណ៍រួមនៃបទជប់បាញ់ហ្នឹងគឺអញ្ចឹងវាក្លៀងក្លងអញ្ចឹងហើយឥឡូវរឿងជន់មីនហ្នឹងគឺថៃពិបាកបន្តិចនៅក្នុងការចោទខ្មែរថាបំពានកិច្ចព្រមព្រៀងដោយសារថៃឈ្លានពានចូលក្នុងដែនអធិបតេយ្យកម្ពុជាអញ្ចឹងចំណុចហ្នឹងថៃនៅតែគិតថាយើងបំពានមែនប៉ុន្តែយើងមិនមែនលួចចូលទៅដាក់នៅពេលដែលថៃកំពុងតែគ្រប់គ្រងដែនអធិបតេយ្យខ្មែរទេចង់និយាយចេះមិនយើងលូនទៅលួចដាក់ឯងបើគេរកឃើញយើងលូនទៅលួចដាក់អាហ្នឹងថៃអត់បាញ់និយាយអីវែងឆ្ងាយទេគឺលុបចោលអាកិច្ចព្រមព្រៀងហ្នឹងបាត់ទៅហើយអា72ម៉ោងហ្នឹងបាញ់គ្នាទៀតហើយប៉ុន្តែវាមានគេថាភ័ព្វល្អដែរដោយសារតែហ៊ានខ្មែរយើងអត់ធ្មត់ហើយយើងនៅរក្សាទីតាំងនៅកន្លែងដដែលថៃសម្អុយក្នុងខោតែខ្លួនឯងទៅវាអត់មានតម្រុយណាដែលនិយាយថាទាហានខ្មែរទើបតែលួចលូនចូលទៅដាក់មីនថ្មីនៅពេលដែលចាប់មានសេចក្តីប្រកាសរួមឈប់បាញ់ពីថ្ងៃទី27ខែធ្នូនឹងមកទេដូច្នេះក្នុងន័យហ្នឹងថៃក៏ពិបាកចោទខ្មែរដែរព្រោះអីខ្លួនឯងសម្អុយក្នុងខោក៏ប៉ុន្តែនៅក្នុងហ្នឹងថៃនៅតែចោទខ្មែរឬអនុសញ្ញាអូតាវ៉ានឹងដដែលទេព្រោះអីបើថៃជន់មីននឹងផ្ទុះនៅក្នុងដីថៃហើយនៅតែរកឃើញថាអាមីននឹងដាក់មុននឹងមានបាត់ឈប់បាញ់ក៏ដោយតែដាក់ថ្មីក្រោយឆ្នាំ1999បានន័យថាដាក់ប្រមាណឆ្នាំក៏ដោយ20ឆ្នាំមុនក៏ដោយមិនអញ្ចឹងណាព្រោះអីអនុសញ្ញាហ្នឹងចូល25ឆ្នាំអញ្ចឹងដាក់20ឆ្នាំមុនអាបត់ជប់បាញ់ហ្នឹងក៏ខ្មែរខុសដែរបើសិនជាមានមីនថ្មីក្រោយអនុសញ្ញាហ្នឹងមែនអាហ្នឹងថៃគេកំពុងចង់និយាយអញ្ចឹងប៉ុន្តែដូចខ្ញុំចង់និយាយអញ្ចឹងថាថៃអត់មានលេសអីសំខាន់ខ្លាំងដែលឃើញតាហ៊ានខ្មែរលូនទៅដាក់មីនថ្មីនៅកន្លែងដែលខ្លួនកំពុងតែវាទីទេព្រោះអីដីវាធំធេងសម្បើមណាស់ហើយមីននៅច្រើនមែនតើថៃមិនអាចទៅដើរប្រទេសផ្ដាស់អីបានទៀតទេនឹងជន់មីនស្លាប់ដាច់ជើងនឹងច្រើនទៀតព្រោះអីចំការមីនច្រើនណាស់ដែលនៅតំបន់ព្រំដែនហ្នឹងហើយមានតែទាហានខ្មែរទេដឹងច្បាស់ថាមីនហ្នឹងនៅម្ដុំណាព្រោះជាភូមិសាស្ត្ររបស់យើងឯថៃអត់ដឹងថាមីនហ្នឹងនៅម្ដុំណាទេព្រោះអីខ្លួនមកឈ្លានពានដែនអធិបតេយ្យខ្មែរអញ្ចឹងចេះតែព្រាវទៅហើយតែព្រាវអញ្ចឹងបើសិនជានៅស្ងៀមទៅហើយមានក្រុមដោះមីនអីឲ្យបានច្រើនទៅមានអីបើខ្លួនឯងចេះប្រញាប់ដែរព្រោះអីរយៈពេលឈប់3ថ្ងៃ3យប់នេះគឺគាត់ចាប់ផ្ដើមប្រឹងឈូសឆាយឲ្យទាន់សភាពការអញ្ចឹងទៅដើម្បីអីដើម្បីទាមទារយកដែនអធិបតេយ្យស្របច្បាប់ដែលខ្លួនឈ្លានពានរំលោភសោះតែឲ្យស្របច្បាប់ឈូសឆាយឲ្យខ្ទេចខ្ទីអស់ទៅ3ថ្ងៃក្រោយមកហ្នឹងគឺអាចនឹងមានលេនឋានមានអីដាក់ឲ្យតាន់ទៅព្រោះបើបាញ់គ្នាទៀតគឺគេត្រៀមខ្លួនគឺគ្រប់គ្រងតំបន់ហ្នឹងយកបានស្រេចអីអញ្ចឹងហ្មងត្រៀមជើងព្រួលដើម្បីទប់កុំឲ្យទាហានខ្មែរវាយបកទៅទាមទារយកដែនអធិបតេយ្យរបស់ខ្មែរមកវិញក្នុងពេលដែលចប់អា72ម៉ោងឬក្នុង72ម៉ោងហ្នឹងណាអានេះគឺជាជើងព្រួលហើយនៅក្នុងរយៈពេលវែងក៏ថៃនឹងធ្វើដូច្នេះដែរធ្វើលេនឋានជីកអីលាក់នឹងលាក់ដោះមីនដោះអីអញ្ចឹងទៅកងវិស្វកម្មកម្មថៃនឹងដើរមកឈូសឆាយគ្រប់កន្លែងលើកតុងជ័យលើកអីហ្នឹងដាក់បលាលួសហ្នឹងគឺនៅក្នុងបំណងមួយថាមិនឲ្យកម្ពុជាតដៃបានទេឲ្យគឺថាកន្លែងណាដែលគេឈរជើងគឺគេយកទាំងអស់អញ្ចឹងតែម្ដងហើយដើម្បីឲ្យច្បាស់ថានឹងយកបានហើយមិនអាចនឹងកម្ពុជាវាយយកបានគឺត្រូវតែជីកលេនឋានដាក់អីអញ្ចឹងទៅដើម្បីយកទ័ពថៃហ្នឹងមករាយការពារនៅតំបន់ហ្នឹងអញ្ចឹងទៅអានេះថៃកំពុងតែធ្វើហើយដល់ពេលធ្វើប្រសិទ្ធប្រសាអញ្ចឹងដីខ្មែរច្រើនពេកដែលថៃយកបានវាច្បាស់ណាស់នឹងជន់មីនហើយព្រោះវាជាចំការមីនច្រើនណាស់អញ្ចឹងហើយបានជាថៃអត់ទាន់ហ៊ានចោតប្រកាន់ថាយើងបំពេញកិច្ចព្រមព្រៀងនឹងទាំងស្រុងដូចយើងលូនលួចចូលទៅដាក់ទេព្រោះអីកំហុសរបស់ថៃខ្លួនឯងក្នុងការដើរជន់មីនខ្លួនឯងតែនៅតែដដែលទេបងប្អូនថៃនៅតែរំលឹកម្ដងហើយម្ដងទៀតថាមីននេះមីនថ្មីអញ្ចឹងហើយយើងរំលោភអនុសញ្ញាកិច្ចព្រមព្រៀងនៃអនុសញ្ញាក្រុងហ្សឺណែវក្រុងអូតាវ៉ាហ្នឹងចឹងបានន័យថាយើងរំលោភបាត់ជប់បាញ់នេះប៉ុន្តែចំណុចនេះមិនខ្លាំងដល់ចំណុចទី2ដែលខ្ញុំនឹងលើកឡើងនេះទេនេះព្រោះអីយោធាថៃគេកិច្ចកក់រឿងដោះលែងទាហានខ្មែរទាំង18នាក់មិញរឿងមីននេះពិបាកនឹងយកជាលេសដើម្បីមិនដោះលែងទាហានខ្មែរទាំង18នាក់ណាព្រោះអីគាត់ចូលមកលុកលុយក្នុងដីយើងជន់មីនសម្រាប់ក្នុងខោខ្លួនឯងព្រោះទាហានខ្មែរអត់លូនចូលទៅដាក់ទេប៉ុន្តែចំណុចទី2នេះគឺគេចោទយើងថាយើងបំពេញបាត់ឈប់បាញ់សាកល្បង72ម៉ោងនេះដោយការបង្ហោះ drone យន្តហោះអត់មនុស្សបើកដែលជាយន្តហោះប្រភេទ drone នៅលើតំបន់ដែនអធិបតេយ្យរបស់ថៃដល់ទៅជាង250 drone បងប្អូនសំបីតែបង្ហោះ drone តែមួយចូលក្នុងដែនអធិបតេយ្យថៃនៅពេលនេះក៏ថៃមានលេសគ្រប់គ្រាន់នៅក្នុងការលុបអាបាត់ឈប់បាញ់នឹងចោលហើយមិនប្រគល់ទាហានខ្មែរទាំង18នាក់ដែលជាចំណាប់ខ្មាំងដែលថៃចាប់ឃុំខ្លួន153 154ថ្ងៃហើយនោះទេនោះដែរបើន័យថាថៃក៏អាចយកលេសសំបីតែ drone តែមួយឥឡូវនេះ drone មានដល់ទៅជាង250គ្រឿង
ដែលថៃចោតប្រកាន់ទេនេះជាការអះអាងរបស់យោធាថៃទេព្រោះយោធាថៃលោកវិនថៃស៊ូវ៉ារីបាននិយាយថាការបង្ហោះ drone នេះគឺវាជាការផ្ទុយទៅនឹងបទច្បាញ់នេះ72ម៉ោងដែលគេចាំឃ្លាំមើលនេះហើយអាការដែលគេហៅថាការដែលបង្ហោះ drone នេះគឺថៃគេថាមានជាង250គ្រឿងហោះនៅលើដែនអធិបតេយ្យប្រទេសថៃដែលបំពេញដល់កិច្ចព្រមព្រៀងរបស់គណៈកម្មាធិការព្រំដែនទូទៅ GBC កាលពីថ្ងៃទី27ខែធ្នូម្សិលមិញនេះឃើញគេចោទប្រកាន់កម្ពុជាអញ្ចឹងលោកវិនថៃស៊ូវ៉ារីគឺបានផ្ដល់សារព័ត៌មាននេះតាមទៅបានផ្ដល់សម្ដីនេះទៅខាងអ្នកសារព័ត៌មានថៃគ្រប់ប៉ុស្តិ៍មានទាំងថៃ Khawsut The Nation Bangkok Post PBS World Amrin News តែមើលទៅមានទាំងអស់ហើយគាត់ថាព័ត៌មានដែលបាននេះគឺទទួលមកពីយោធានៅឯភូមិភាគ2ដែលផ្ដល់មកថានៅយប់ថ្ងៃទី28តាមពិតយប់ម្សិលមិញគឺជាយប់ថ្ងៃទី1ទេនៅក្នុងពេលឈប់បាញ់ហ្នឹងគឺមានយន្តហោះដែលគ្មានមនុស្សបើកឬ drone ហ្នឹងជាង250គ្រឿងត្រូវបានខាងយោធាថៃចាប់មិនមែនចាប់ទម្លាក់ទេគឺចាប់រូបភាពបានដែលហោះហើរនៅលើដែនអធិបតេយ្យរបស់ប្រទេសថៃដែលប្រការនេះគឺវាមាននៅច្រើនតំបន់មានតាំងនៅច្រកអានសេះមាននៅកន្លែងប្រាសាទតាមាន់ធំនិងនិយាយទៅមាននៅកន្លែង5 6ទីតាំងដែលថៃអះអាងថាកំពុងតែហោះកវ៉ែលលើដែនអធិបតេយ្យរបស់ថៃហើយដោយសារតែហេតុផលនេះចាំមើលយោធាថៃគេថាហេតុផលនេះគឺជាការដែលបង្កហេតុទៀតហើយរបស់កម្ពុជាឲ្យមានអំពើហិង្សាកើតឡើងម្ដងទៀតហើយជាការបំពានដល់គោលការណ៍ដែលកាត់បន្ថយកម្ដៅព្រំដែនដែលបានសន្យាគ្នាកាលពីថ្ងៃទី27ខែធ្នូនោះហើយដោយសារតែការដែលបំពានទាំងនេះគឺអ្នកនាំពាក្យរបស់យោធាថៃថាចរិតឬក៏អេរយាប័តរបស់ប្រទេសកម្ពុជានេះគឺឆ្លោះបញ្ចាំងថាភាគីកម្ពុជានៅតែប្រព្រឹត្តបំពានគោលការណ៍ឬក៏បង្កហេតុដែលគេហៅថាអេរយាប័តប្រទុសរាយនេះដែលប៉ះពាល់ដល់ទាហានថៃនេះគឺវាប៉ះពាល់ដល់សន្តិសុខសុវត្ថិភាពរបស់កងកម្លាំងថៃរួមទាំងប្រជាពលរដ្ឋស៊ីវិលថៃនៅដែននៅព្រំដែនផងដូច្នេះកងកម្លាំងប្រដាប់អាវុធថៃត្រូវការជាចាំបាច់ក្នុងការពិចារណាឡើងវិញនៅសកម្មភាពឬក៏ចំណាត់ការដែលសន្យាថានឹងដោះលែងទាហានខ្មែរទាំង18នាក់ដោយខាងភាគីកម្ពុជាពេលនេះបំពេញបទចុបាញ់នេះហើយបានន័យថាម៉េចបងប្អូនបានន័យថាថ្ងៃស្អែកនេះម៉ោង12ថ្ងៃត្រង់នេះដែលត្រូវដោះលែងត្រូវគ្រប់72ម៉ោងនេះថៃនឹងយកលេសមិនដោះលែងទាហានយើងទេអាក្រក់មែនតើព្រោះអា drone ហ្នឹងបើឥឡូវខ្ញុំនិយាយពីក្រសួងការពារជាតិកម្ពុជាគេថ្លែងមកយ៉ាងម៉េចប្រហែលជាកន្លះម៉ោងមុននេះគឺអ្នកស្រីម៉ាលីសុជាតាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាគឺថ្លែងការប្រកាសបដិសេធចំពោះការផ្សព្វផ្សាយរបស់ភាគីថៃនៅថ្ងៃទី29ខែធ្នូឆ្នាំ2025នេះដែលបានលើកឡើងថាខ្លួនរកឃើញយានគ្មានមនុស្សបើកជាង250គ្រឿងឬក៏ drone ហ្នឹងចេញពីកម្ពុជាចូលរំលោភក្នុងដែនអធិបតេយ្យរបស់ថៃបាទនេះគឺជាសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិកម្ពុជាមុននេះមកប្រហែលជាកន្លះម៉ោងមុននេះក្រសួងការពារជាតិសូមច្រានចោលចំពោះការចោទប្រកាន់នេះទាំងស្រុងសូមបញ្ជាក់ថាខាងកម្ពុជាបានអនុវត្តយ៉ាងម៉ឺងម៉ាត់និងមុតមមទៅតាមបទឈប់បាញ់ហ្នឹងហើយក៏បានចេញគោលការណ៍បញ្ជាឲ្យកងកម្លាំងប្រដាប់អាវុធប្រជាពលរដ្ឋស៊ីវិលហ្នឹងមិនអាចបង្ហោះអាយន្តហោះគ្មានមនុស្សបើកហ្នឹងនៅក្នុងតំបន់ព្រំដែនជាប់ព្រំដែនខ្មែរថៃហ្នឹងគឺមានជាការណែនាំចរាចរណ៍អីតឹងតែងទៀតផងអានេះជាការអះអាងរបស់ខាងក្រសួងការពារជាតិកម្ពុជាតែសួរថាថៃជឿទេយើងអត់ដឹងថៃខូចយ៉ាងនេះតើយើងជឿមិនជឿឥឡូវបើសិនថៃមិនជឿទៅខ្វល់អីរឿងថៃជឿមិនជឿមិនចឹងបងប្អូនព្រោះចោលដែលឆ្លើយថាចោលមិនចឹងហ៎ប៉ុន្តែសំណួរសួរថាឥឡូវនេះវាអត់មែនរឿងចោលឆ្លើយថាចោលថៃជឿឬមិនជឿទេព្រោះអ្វីវាអាស្រ័យទៅលើថៃជាអ្នកសម្រេចមិនមែនទៅលើកម្ពុជាទេព្រោះអាបត្តិជប់បាញ់សាកល្បង72ម៉ោងហ្នឹងគឺជាជាលក្ខខណ្ឌរបស់ថៃទេតាខ្មែរយើងទៅព្រមតាមលក្ខខណ្ឌហ្នឹងដើម្បីថាថៃគេថាដើម្បីឲ្យដឹងថាតើដំបូងថៃកម្ពុជាយើងអត់ព្រមប្រកាសជប់បាញ់មុនទេព្រោះដើម្បីថៃគេខូចអញ្ចឹងយើងអត់អាចនឹងប្រកាសជប់បាញ់មុនទេកម្ពុជាសរសើរចំហនឹងដែរអត់ប្រកាសជប់បាញ់មុនទេប៉ុន្តែព្រមទទួលលក្ខខណ្ឌថៃថាឲ្យជប់បាញ់សាកល្បង72ម៉ោងឲ្យថៃមើលសិន
ថាតើយើងអនុវត្តបានអត់បើអត់អនុវត្តបានបើអនុវត្តបានគឺដោះលែងទាហានខ្មែរទាំង18នាក់ហើយនឹងវិលទៅរកភាពប្រក្រតីវិញហើយទៅក៏មានខទាំង16ដែលចែងមកហ្នឹងយើងព្រមព្រៀងគ្នាអស់ហើយប៉ុន្តែឥឡូវនេះថៃគេថា72ម៉ោងដាក់មកហ្នឹងគឺយើងអនុវត្តអត់បានដោយសារតែយើងបំពេញរឿងបង្ហោះ drone មានអីហ្នឹងអីចឹងទៀតទៅផ្ទុះអីទៀតទៅប៉ុន្តែឥឡូវអាមីនដូចខ្ញុំនិយាយចឹងលក្ខខណ្ឌរៀងស្រាលបន្តិចដោយសារថៃសម្អោចក្នុងខោប៉ុន្តែអារឿង drone នេះគឺជារឿងចោតប្រកាន់ធ្ងន់មែនតើហើយ drone នេះឧទាហរណ៍មានសេចក្តីថ្លែងការណ៍ពីអ្នកស្រីម៉ាលីសុជាតាថាមានសារាចរអីមានការណែនាំហាមឃាត់អីមិនឲ្យបង្ហោះ drone តាមព្រំដែនសួរថាអាចមាន drone បង្ហោះនៅតាមព្រំដែននឹងដែរអត់សម្រាប់យោធាខ្ញុំដូចជាមិនភ្ញាក់ផ្អើលទេបើមានព្រោះថៃក៏បង្ហោះ drone នឹងសន្ធឹកសន្ធាប់ណាស់ចូលក្នុងដែនអធិបតេយ្យកម្ពុជារាល់ម៉ោងរាល់យប់រាល់ថ្ងៃដែរហ្នឹងព្រោះឃ្លាំមើលនឹងដើម្បីទម្លាក់គ្រាប់លើទាហានខ្មែរហ្នឹងហើយបើសិនជាមានការបង្ហោះ drone អីហ្នឹងក៏មិនមានអីប្លែកដែរបើនៅក្នុងដែនអធិបតេយ្យកម្ពុជាហើយធ្វើម៉េចបានថៃដឹងថា drone ហ្នឹងបើហោះចូលក្នុងដីថៃព្រោះប្រាសាទតាកបីប្រាសាទតាមន់ធំអីវិញខុសគ្នាតែប្រមាណម៉ែត្រហ្នឹងអាចដាក់ត្រង់សេសឹងនៅក្បែរគ្នាហើយ drone នៅលើមេឃហ្នឹងយើងទៅមើលអាម៉េចបានដឹងថា drone ហ្នឹងហោះចូលដីថៃឬចូលដីខ្មែរបើដីខ្មែរហើយដីថៃមកចូលដីខ្មែរអស់ហើយហ្នឹងនៅក្នុងពេលដែលវាយគ្នាប្រហែលថ្ងៃនេះយកដែនដីខ្មែរយកទៅគ្រប់គ្រងច្រើនកន្លែងហ្នឹងរាប់10ជាង10កន្លែងហ្នឹងហើយទៅចឹងហោះនៅកន្លែងណាក៏វាជាដែនអធិបតេយ្យរបស់កម្ពុជាដែរធ្វើម៉េចបានមើលថាដឹងចូលដីថៃអាហ្នឹងក៏ខ្ញុំចង់និយាយថាពី logic ទេខ្ញុំចង់និយាយថាខ្ញុំអត់ភ្ញាក់ផ្អើលហើយថៃចោតប្រកាន់ហ្នឹងវាជារបៀបដូចជាររឿងណាបងប្អូននៅពេលដែលររឿងស្អីក៏គេររឿងបានដែរតែយើងទៅខាត់គេមិនឥឡូវទុកអាហ្នឹងតាមតំណើអញ្ចឹងចុះហើយក៏ប៉ុន្តែវាគួរឲ្យអកុសលណាបងប្អូនអាការដោះលែងទាហានខ្មែរទាំង18នាក់ហ្នឹងក៏វាកលេចកឡក់ដូចទឹកលើស្លឹកឈូកនៅក្នុងអាសេចក្តីថ្លែងការណ៍រួមនឹងដែរដោយសារអីវាទៅលើថៃជាអ្នកកំណត់ជាអ្នកគូសវាគេចង់បានគេចង់ថាល្អទៅគេថាគ្រប់ទៅហើយអត់មានអ្នកស៊ើបអង្កេតឬក៏សង្កេតការឯករាជ្យណាយកទៅស៊ើបអង្កេតអីទេអាស៊ាន AOT របស់ខ្មែរទៅខាងខ្មែរអញ្ចឹងទៅថៃទៅខាងថៃនិយាយថាអ្វីគឺវិលទៅរកភាពដើមទាំងអស់ដោយតាពីមុនបាញ់គ្នាម្ដងទៀតហ្នឹងគឺដឹងហើយបងប្អូនដឹងថាពេលមានបទជប់បាញ់គ្នាថ្ងៃ26ខែតុលាឆ្នាំ2026 25ហ្នឹងនៅកាឡាលំពួរដែលមានលោកត្រាំជាអធិបតីផងព្រមព្រៀងគ្នា13ចំណុចក្នុង13ចំណុចហ្នឹងគឺមានក្រុម AOT អញ្ចឹងអ្នកសង្កេតការអាស៊ានសងខាងអញ្ចឹងថៃមើលខាងថៃខ្មែរមើលខាងខ្មែរមើលថតដល់ទៅពេលហើយផ្ទុះអាវុធក្ដួងអត់ដឹងអ្នកណាសម្អោចក្នុងខោហងហើយតែមើលបានប្រយោជន៍អីគេកំពុងតែឆ្ងល់ខ្ញុំជឿថាពួកគាត់ខំប្រឹងប្រែងណាខិតខំទាំងភ្លៀងទាំងអីខ្ញុំឃើញថាមិនដូចថាមិនរាថយនៅក្នុងការចោះទៅព្រំដែនដែរបងប្អូនទៅទាំងថាសវត្ថិភាពហ្នឹងក៏មានបញ្ហាជួនកាល AOT ហ្នឹងក្រុមសង្កេតការចោះទៅច្រកអានសាសយើងដឹងហើយបតុងគ្នាច្រានគ្នាក៏ភ្លើងច្រងច្រាងអីវាអាចនឹងងាយនឹងរស់គ្រោះថ្នាក់អីដល់ទាំងអ្នកដែលចោះទៅសង្កេតការអាស៊ានហ្នឹងសរសើរគាត់ដែរដែលពុះពៀដើម្បីចោះប៉ុន្តែសួរថាបានផលអីវាអត់វាល្អតែមើលគ្រប់តែកិច្ចហ្នឹងពួកអីខ្មែររាយការណ៍ខាងខ្មែរថៃរាយការណ៍ខាងថៃលទ្ធផលអត់ផ្គូផ្គងគ្នាបានផងវាអត់មានអ្នកណានៅកណ្ដាលមួយហើយដល់ពេលមកព្រមព្រៀងគ្នាលើកទី2ក៏អត់មានយន្តការអាស៊ានកណ្ដាលនឹងមួយដែរហើយក៏ចេះតែព្រមព្រៀងគ្នាអញ្ចឹងទៀតទៅខ្ញុំពងអត់យល់ជាការពិតដែរយើងចង់បានសុខសន្តិភាពស្អីក៏យកដែរប៉ុន្តែយើងយកអាគោលការណ៍ព្រមព្រៀងគ្នាដដែលអត់បានផលដដែលហើយរំពឹងថាបានលទ្ធផលផ្សេងណាខ្ញុំពេលខ្លះខ្ញុំវាដូចជាទាល់តម្រេះដែរដូចឆ្ងល់ណាយើង logic ភាពសមហេតុសមផលសត្យានុម័តគឺយើងដឹងថាចុះពិបាកម៉េះអញ្ចឹងហើយបានលោក Albert Einstein ដែលជាទស្សនវិទូល្បីលើពិភពលោកគាត់និយាយឃ្លាអង់គ្លេសមួយថាការធ្វើអ្វីមួយដដែលហើយរំពឹងថាបានលទ្ធផលប្លែកពីមុនគឺជាអំពើឈួតលីលាខ្ញុំមិនទៅចោទបងប្អូនណាដែលធ្វើការថាឈួតលីលាអីទេហើយមានម្សិលមិញនោះមាន fan របស់ខ្ញុំម្នាក់ណែនាំខ្ញុំថាឈប់ប្រើពាក្យថារើសដុំថ្មចោលឆ្កែទៅព្រោះពាក្យហ្នឹងវាអត់មានសិលធម៌មានគុណធម៌សេចក្តីថ្លៃថ្នូរអីទេព្រោះយើងប្រើទៅនឹងមនុស្សគឺយើងមើងងាយមនុស្សដូចសត្វធាតុអីអញ្ចឹងណាខ្ញុំក៏សុំខន្តីអភ័យទោសពី fan ដែលលើកជាចំណុចនេះដែរខ្ញុំស្ដាប់ឲ្យខ្ញុំយល់ហើយខ្ញុំថានេះក៏ជាការលើសរបស់ខ្ញុំដែរនៅក្នុងការនិយាយញឹកញាប់ណារឿងរើសដុំថ្មចោលឆ្កែនេះក៏ប៉ុន្តែជារាល់ដងគឺខ្ញុំតែងជម្រាបបងប្អូនថាខ្ញុំអត់ចាត់ទុកថាបងប្អូនណាជាសត្វធាតុទេវាគ្រាន់តែជាន័យធៀបនៃសុភាសិតរបស់ភាសាអង់គ្លេសដែលគេប្រើជាទូទៅឲ្យបងប្អូនត្រូវចាំថា
ឆ្កែបើនៅស្រុកអាមេរិកនេះណាឬក៏នៅបរទេសឬក៏ឥឡូវនៅខ្មែរយើងក៏គេឲ្យតម្លៃដែរមិនមែនថោកទាបដូចយើងគិតទេសត្វឆ្កែគឺជាសត្វដែលល្អស្មោះស្ម័គ្រជាងមនុស្សយើង100ដងផងមានពេលខ្លះតម្លៃសត្វឆ្កែហ្នឹងមានគុណតម្លៃជាងមនុស្សយើងខ្ញុំមិនចង់ប្រៀបធៀបថាឆ្កែថោកទាបទេតែយើងឌីលគ្នាថាឆ្កែឆ្មាហ្នឹងគឺដោយសារតែយើងមើលងាយថាសត្វហ្នឹងជាសត្វថោកទាបប៉ុន្តែមិនមែនអញ្ចឹងទេសត្វចិញ្ចឹមទាំងអស់នេះបើនៅស្រុកអាមេរិកនៅស្រុកអីហ្នឹងគេស្រឡាញ់ជាងកូនចៅគេទៅទៀតផងថ្នាក់ថ្នមបង់លុយ insurance ថែទាំឲ្យសត្វទាំងអស់នេះណាគឺជាសត្វដែលជួយដោះស្រាយបញ្ហាផ្លូវចិត្តមនុស្សឯកោមនុស្សអីបានច្រើនណាស់ក៏ប៉ុន្តែបរិបត្តិដែលចង់និយាយប្រៀបប្រដូចហ្នឹងគឺខ្ញុំយកសុភាសិតរបស់អង់គ្លេសអីយកមកប្រៀបដើម្បីឲ្យបងប្អូនយល់ថាពេលខ្លះនៅពេលដែលយើងរវល់ឬដុំថ្មចោលឆ្កែហ្នឹងគឺវាធ្វើឲ្យដំណើរទៅមុខរបស់យើងហ្នឹងវាមិនលឿនចង់និយាយអំពីដូចបុព្វកាលដែលក្បួនរទេះដើរទៅអញ្ចឹងទៅហើយឆ្កែចេះតែព្រុសអីចឹងទៅអញ្ចឹងយើងអត់អាចនឹងរកសុភាសិតអីដើម្បីប្រដូចបានគឺឲ្យងាយយល់ហើយសុភាសិតនេះគឺជាសុភាសិតរបស់ថ្នាក់ដឹកនាំរបស់អង់គ្លេសឈ្មោះលោក Winston Churchill ដែលគាត់និយាយយូរហើយគេប្រើជាទូទៅហើយនៅពេលដែលយើងធ្វើអីមួយឡាយតែរវល់តែបែកកម្មដ្ឋានដោយសាររឿងអីផ្សេងទៀតហ្នឹងណាអាហ្នឹងគេថារវល់ឬដុំថ្មចោលឆ្កែមិនមែនបានន័យថាអ្នកទាំងនោះជាឆ្កែទេខ្ញុំចង់និយាយថាជាសុភាសិតក្នុងន័យធៀបហើយជាការពិតទៅយើងស្ដាប់ទៅដូចថាវាមិនពិរោះពិសាអីដែរគាត់ថាខ្ញុំមិនមានចេតនាមើលងាយមនុស្សជាសត្វទេគ្រាន់តែចង់ជម្រាបបងប្អូនថាពេលខ្លះមនុស្សយើងអន់ជាងសត្វទៀតព្រោះតម្លៃសត្វនេះដូចឆ្កែអីចឹងគឺមានភាពស្មោះស្ម័គ្រហើយមិនក្បត់ម្ចាស់ឬក៏មិនផ្ដេសផ្ដាស់ប៉ាតណាប៉ាតណីបាត់ផ្សារអីទេចឹងបានន័យថាយើងអន់ជាងសត្វដេរឆាននេះគឺជាថាយើងស្អប់យើងអីមើងងាយមែនប៉ុន្តែពេលខ្លះតម្លៃរបស់សត្វនេះគឺវាទៅជាល្អជាងមនុស្សអញ្ចឹងយើងគួរតែធ្វើខ្លួនមនុស្សហ្នឹងឲ្យល្អជាងសត្វហ្នឹងល្អជាងហើយម្ដងទៀតខ្ញុំអត់មានចេតនានៅក្នុងការមើលងាយមនុស្សទេខ្ញុំគ្រាន់តែប្រាប់ថាពេលខ្លះឧទាហរណ៍រឿងកំពុងតែដោះស្រាយបញ្ហាព្រំដែនថៃយកដីខ្មែរមកកណោក៏ដឹកមួយថ្ងៃអូសអត់រំលងនឹងពួក MMO បាត់ផ្សារនៅស្រុកខ្មែរជេរបតិចប្រមាថការទៀនឲ្យយើងអត់ព្រមអូសរំលងខ្លះបងប្អូនទាំងអស់គ្នាពេលខ្លះយើងផ្ដាល់តម្លៃឲ្យពួកគាត់ខ្លាំងពេកការផ្ដាល់តម្លៃឲ្យមនុស្សបាត់ផ្សារនេះខ្លាំងពេកគឺជាការដែលធ្វើឲ្យមនុស្សហ្នឹងគឺស្លាប់ទៅវិញទេគឺយើងសម្លាប់គាត់ណាបងប្អូនសម្លាប់ដោយការ share ពេលខ្លះបងប្អូនគិតថា share ទៅឲ្យបាក់មុខមនុស្សដែលមានចរិតឬក៏មិនខ្វល់នឹងពាក្យថោកទាបឬក៏បាត់ផ្សារហើយហ្នឹងគេអត់មានអីទៅកែបានទេអញ្ចឹងយើងចំណាយពេលវេលាឬដុំថ្មចោលឆ្កែទៅអីខ្ញុំនិយាយនេះអត់ថាពួកគាត់ជាសត្វទេខ្ញុំចង់និយាយថាកុំឲ្យរំខានខាតពេលវេលាមានរឿងច្រើនណាស់រឿងជាតិយើងដែលត្រូវដោះស្រាយរឿងត្រូវវៃប្រឆាំងតទល់នៅតុលាការអន្តរជាតិ ICJ ICC សហគមន៍អន្តរជាតិតំណាងរាស្ត្រនៅសហរដ្ឋអាមេរិកអីឲ្យគេជួយយើងដើម្បីឲ្យថៃទទួលខុសត្រូវចំពោះបទអក្រិតដែលខ្លួនប្រព្រឹត្តចំពោះប្រទេសកម្ពុជាច្រើនណាស់ហេតុអីបានជាងយើងរវល់ឬដុំថ្មចោលឆ្កែនឹងក្រុមបាត់ផ្សារប្រមាណអ្នកហ្នឹងហើយអូសអត់រំលងបែបនេះក៏វត្តចោលខ្លះទៅបើសិនជាអូសរំលងប្លុកគាត់ចោលខ្លះទៅហើយតទៅពេលយើងទៅរើសសម្រាមយកអាលាមកយកមកឈើពុកយកមកឆ្លាក់ធ្វើរូបបដិមាពេលខ្លះយើងសម្លាប់គាត់ដែរសម្លាប់គាត់ឲ្យចូលនឹងចេះតែទៅទៀតហើយឬសូគេចេះតែ share ចេះតែវាយតបបកស្រាយមកវិញបានន័យថាគាត់ជាមនុស្សសំខាន់ប៉ុន្តែជាការពិតហើយពាក្យថាគេឈ្មោះគឺវាមានពីរបែបដែរខ្មែរក្រហមក៏ល្បីលើឆាកអន្តរជាតិដែរណាបងប្អូនមិនមែនបានន័យថាប៉ុលពតអត់ល្បីទេណាប៉ុន្តែល្បីក្នុងន័យអាសោចហើយបើថាមនុស្សម្នាក់ល្បីក្នុងន័យអាសោចអញ្ចឹងកុំចាត់ទុកថាជាមនុស្សល្បីអីបំភ្លេចគាត់ចោលខ្លះទៅបានទេ block គាត់ចោលទៅ report គាត់ចោលខ្លះទៅឲ្យគាត់រៀងចាលយើងសម្លាប់គាត់ទេសម្លាប់នៅក្នុងន័យអីដូចជាអ្នកដែលផ្សាយព័ត៌មានអំពីការលោតរំលងពីអាគារមួយទៅអាគារមួយដែលអត់ខ្លាចធ្លាក់ស្លាប់អីអញ្ចឹងហើយយើងនាំគ្នាគ្រប់គ្រងគាត់ចាស់ដៃអបអសាទរចង់ឃើញទៀតចង់ឃើញអាភាពផ្ដេសផ្ដាស់របស់គាត់នឹងទៀតដូចថាហ៊ានចិត្តនឹងគឺថាអត់ខ្លាចស្លាប់សោះអូយស្ញាប់អីចឹងយើងប៉ុន្តែចង់មើលឲ្យគេមានវីដេអូទៀតយើងមើលទៀតហើយយើង share យើង like យើង share យើង like ធ្វើឲ្យមនុស្សហ្នឹងគាត់ចូលអញ្ចឹងយើងសម្លាប់គាត់តាព្រោះតែមានមនុស្សមើលច្រើនគាំទ្រច្រើនយើងអត់មានរិះគន់គាត់សោះនៅក្នុងការថាទេដូចជាមិនត្រូវទេម្នាក់សិស្សអជ័យធ្លាក់ទឹកសម្លាប់គាត់តាគេខ្មែរយើងក៏មានឃ្លាដែរសរសើរស្លាប់បង្អាប់រស់យើងសរសើរភាពផ្ដេសផ្ដាស់គឺយើងសម្លាប់គាត់ទេតែបើយើងបង្អាប់ភាពផ្ដេសផ្ដាស់គឺយើងធ្វើឲ្យគាត់រស់អ្នកដែលលោតតាមពីអាគារមួយទៅអាគារមួយនៅពេលដែលយើងខ្វះដូចថាយើងចេះតែគាំទ្រគាត់រហូត share like គាត់បានចិត្តឃើញថាមាន fan គាំទ្រច្រើនលោតអាគារកាន់តែខ្ពស់ថ្ងៃមួយណានោះទៅអាគារប្រយុងចោលនៅលើអាគារហើយខាងក្រោមហ្នឹង25ជាន់ទៅក្រោមអត់មានខ្សែរ៉តអត់មានខ្សែសុវត្ថិភាពអត់មានឆាត់យោងអត់មានអីទាំងអស់ដល់តែពេលអស់ដៃទៅកំពុងថតផ្សាយផ្ទាល់ធ្លាក់ទៅបាត់ទៅហើយទៅឯណាបងប្អូនស្លាប់បាត់ទៅហើយតើយើងចូលរួមចំណែកនៅក្នុងការធ្វើឲ្យមនុស្សម្នាក់ស្លាប់បងប្អូនមានដឹងទេ
បើយើងមិនគាំទ្រគាត់ណាឈប់គាំទ្រឈប់ share ឈប់ like ហើយ block គាត់ចោលឲ្យអស់ unfollow អីឲ្យអស់គឺបានន័យថាមនុស្សហ្នឹងលែងមានតម្លៃអីបន្តិចបន្តួចហើយឥឡូវនេះក៏អត់មានតម្លៃអីដែរមកពីបងប្អូនរើសរូបបដិមារើសឈើពុកហ្នឹងមកឆ្លាក់ធ្វើបដិមាឲ្យនាំគ្នាគោរពបូជាតែជាលាមកសោះហ្នឹងហេតុអីបានជាបងប្អូនធ្វើដូច្នេះអញ្ចឹងបងប្អូនទាំងអស់គ្នាក៏មានចំណែកនៅក្នុងការខុសនៅក្នុងនឹងដែរខ្ញុំនិយាយនេះគឺជាការពិតចេញពីបេះដូងយើងរវល់រើសដុំថ្មចោលឆ្កែប៉ុន្តែយើងឲ្យឆ្កែមានឥទ្ធិពលព្រុសឈ្នះយើងដែលជាក្បួនរទេះដែលត្រូវធ្វើដំណើរឆ្ពោះទៅមុខផ្លូវវែងឆ្ងាយនេះដែលឆ្កែមែនតើបានតែព្រុសទេអត់បានប្រយោជន៍អីហេតុអីបានជាយើងនៅតែរេទាំងអស់គ្នារើសចុះឡើងមករើសអាសម្ភារៈគ្រឿងអលង្ការអីហ្នឹងយកទៅចោលឆ្កែដោយទាំងរបស់ដែលប្រើប្រាស់អីដែរព្រោះវាអស់ថ្មចោលទៅយើងចោលរបស់ដែលសំខាន់ដែលត្រូវប្រើដើម្បីឲ្យក្បួនរទេះហ្នឹងធ្វើដំណើរទៅដល់គោលដៅអាឆ្នាំងបាយក៏រើសចោលឆ្កែដែរចុះបានអីដាំបាយហូបទៀតដែលកេះហ្គាសក៏ចោលឆ្កែអស់ទៀតតើបានអីប្រកាត់ភ្លើងអាអស់សល់ 4-5 ដុំក៏ចោលឆ្កែទៀតតើបានអស់ឯណាទៅដុតដាំបាយហើយដល់ពេលទៅតើយើងបានអីហូបបានស្បៀងឯណាសម្រាប់ទៅអាគឺដៅនៅឆ្ងាយអញ្ចឹងបានថាដើម្បីបើយើងមិនអាចនឹងបំភ្លេចឆ្កែចោលបានទេគឺយើងភ្លេចចង់និយាយថាកុំចោលអារបស់ហ្នឹងហើយយើងចេះតែទៅធ្វើដំណើរទៀតទៅយូរទៅយើងនឹងស៊ាំតិចប៉ុន្តែខ្ញុំថាយកល្អគឺមានតែវិធីប្រសើរបំផុតមួយទេទី1គឺអូសរំលងទី2ឈប់ like and share សម្ដីថោកទាបបាត់ផ្សារបងប្អូនច្បាស់ជាចង់ថាអូឲ្យដឹងថាបុគ្គលនេះគឺបុគ្គលអ្នកគ្រប់គ្រងរដ្ឋាភិបាលឬក៏បុគ្គលឃោសនិករបស់គណៈបកកណ្ដាលអំណាចគឺគេមានចរិតបែបហ្នឹងឲ្យបងប្អូនមើលឲ្យដឹងថាភាពថោកទាបអីបែបហ្នឹងអីចឹងបានហើយប្រជាពលរដ្ឋស្គាល់កាយៅមនុស្សអស់ហើយតែបងប្អូនចាប់ផ្ដើមរើសយកមកអាចចឹងបានថាយកលាមកហើយនឹងឈើពុកយកមកឆ្លាក់ធ្វើរូបបដិមាហើយចេះតែនាំគ្នានិយាយពីបុគ្គលបាត់ផ្សារដដែលហើយបងប្អូនខ្ញុំម្ដងទៀតបើសិនជាបងប្អូន share សម្លេងរបស់បុគ្គលបាត់ផ្សារណាដែលនិយាយពីរឿងខ្ញុំណាហើយឲ្យខ្ញុំឃើញទៀតខ្ញុំនឹង block បងប្អូនចោលទាំងអស់ហ្មងហើយខ្ញុំសូមអធិស្ឋានខ្ញុំមិនមែនថាគេខំប្រឹងជួយប្រាប់ថាមនុស្សហ្នឹងគឺនិយាយរិះគន់យើងអញ្ចឹងទៅយើងតបអីមិនខ្ញុំថាយើងខាត់ពេលទាំងអស់គ្នាខ្ញុំបានប្រាប់បងប្អូនប្រមាណដងហើយថាកុំឲ្យរវល់រើសដុំថ្មចោលឆ្កែវាខាត់ពេលទាំងបងប្អូនខាត់ពេលទាំងខ្ញុំយើងត្រូវការដែលមានរឿងច្រើនណាស់សម្រាប់ជួយជាតិខ្មែរហ្នឹងហេតុអីបានជាឲ្យបកគលមួយចំនួនដែលគេជួលមកឲ្យព្រុសដើម្បីឲ្យដំណើររទេសយើងអត់ទៅមុខហើយយើងនៅចាញ់អាល្បិចកលថប់ទាបរបស់គេបែបនេះហេតុអីបងប្អូនមិនយល់រឿងនេះចឹងបានថាទី1បងប្អូននឹងរងការ block របស់ខ្ញុំចោលទាំងអស់ដែលជា friend ជា fan ជាអីក៏ដោយខ្ញុំសុំទោសខ្ញុំពិតជាចង់ឲ្យបងប្អូនតាមដានខ្ញុំប៉ុន្តែបើបងប្អូននៅតែលើករឿងហ្នឹងឲ្យខ្ញុំដឹងព្រោះខ្ញុំ block បកគលទាំងអស់នេះចោលអស់ហើយខ្ញុំអត់ដែលទៅយកពេលវេលាអីទៅតាមស្ដាប់ទេវាខាត់ពេលណាប៉ុន្តែបងប្អូននៅតែផ្ញើដោយសារស្រឡាញ់ខ្ញុំបងប្អូនសម្លាប់ខ្ញុំហើយស្រឡាញ់នេះគឺស្រឡាញ់ក្នុងន័យសម្លាប់ព្រោះអីអង្វរបងប្អូនច្រើនដងហើយ block ពួកគាត់ចោលឲ្យអស់ហើយ report ពួកគាត់ចោលឲ្យអស់ហើយឈប់ផ្ញើអញ្ចឹងមកខ្ញុំមិនចាំបាច់ភ័យព្រួយអំពីខ្ញុំថាគេនិយាយអីពីខ្ញុំទេអរគុណច្រើនណាស់បើបងប្អូនណាដែលជាមនុស្សថ្លៃថ្នូរមានសុជីវធម៌ជាព្រឹទ្ធាចារ្យជាព្រះសង្ឃជាកវីបណ្ឌិតដែលគេមានសុភវិនិច្ឆ័យត្រឹមត្រូវប៉ុន្តែគេចាប់ផ្ដើមនិយាយអីប៉ះនឹងខ្លួនខ្ញុំឲ្យខ្ញុំកែសម្រួលផ្ញើមកបងប្អូនផ្ញើមកឲ្យច្រើនក៏បានដែរខ្ញុំស្ដាប់ដើម្បីអីខ្ញុំមានឱកាសកែខ្លួនខ្ញុំឲ្យវាល្អប៉ុន្តែបើបងប្អូនយកបកគលពៀលាអាវ៉ាសែស្រាតសពុតជេរបចោលគ្នាតាមបណ្ដាញសង្គមហើយយកមកឲ្យខ្ញុំស្ដាប់អំពីការរិះគន់គេចំពោះរូបខ្ញុំវាអត់មានប្រយោជន៍អីតតែសោះបងប្អូនវាអត់ប្រយោជន៍ទេបងប្អូនទៅយកមនុស្សម្នាក់ដែលជក់បារីមួយថ្ងៃ5កញ្ចប់ផ្ញើមកឲ្យខ្ញុំដែលជាអ្នកជក់បារីដែរឧទាហរណ៍ហើយប្រាប់ថាគាត់ណែនាំឲ្យយើងជប់ជក់បារីគាត់ផ្ដាច់មិនបានមែនប៉ុន្តែគាត់ថាបារីប៉ះពាល់សុខភាពតែគាត់នៅតែជក់តើបានប្រយោជន៍អីសម្រាប់ខ្ញុំបងប្អូនទៅយកអ្នកដែលសវឹងស្រាអ៊ូទៅនួហើយខ្ញុំសវឹងខួបដែរហើយយករូបគាត់មកប្រាប់ខ្ញុំដើម្បីឲ្យខ្ញុំកែខ្លួនតែគាត់សវឹងអត់មានឈប់ផងគាត់ថាគាត់ផ្ដាច់ស្រាអត់បានញៀនស្រាវាចំណេញអីតើតែបងប្អូនយកប្រសង់ចាស់ព្រឹទ្ធាចារ្យឬក៏វិជ្ជបណ្ឌិតជំនាញផ្នែកសួតប្រមាត់ថ្លើមហើយមានការស្រាវជ្រាវវិទ្យាសាស្ត្រជាក់លាក់ច្បាស់លាស់មកឲ្យខ្ញុំមើលដើម្បីឲ្យខ្ញុំកាត់បន្ថយបារីឬជាតិសូរ៉ាហ្នឹងឧទាហរណ៍អាហ្នឹងបានយើងជួយគ្នាបានបងប្អូនសូមអង្វរខ្ញុំសូមបិណ្ឌបាតរឿងហ្នឹងបងប្អូនណាចាប់ពីពេលនេះទៅគឺយើងកុំឲ្យតម្លៃបុគ្គលពីលបាតផ្សារបំភ្លេចគាត់ចោលទៅ block គាត់ចោលឲ្យអស់ទៅ unfollow គាត់ចោលឲ្យអស់ទៅឈប់ share ឈប់ like ហើយម្ដងទៀតបើសិនជាមានអីល្អរិះគន់ខ្ញុំជាបញ្ញវន្តជាបណ្ឌិតជាកវីជាអីដែលជាមនុស្សសមហេតុសមផលផ្ញើឲ្យខ្ញុំឲ្យច្រើនមកលឺឈ្មោះខ្ញុំហើយមិនចាំបាច់ផ្ញើការសរសើរមកខ្ញុំទេចង់និយាយថាពីគេសរសើរឲ្យតែបងប្អូនសរសើរលើកទឹកចិត្តខ្ញុំអរគុណច្រើនជួយខ្ញុំបានច្រើនណាស់ប៉ុន្តែទៅយកមនុស្សបាតផ្សារមក
មកឲ្យខ្ញុំមើលដើម្បីឲ្យខ្ញុំតបទៅគាត់វិញមិនមែនបងប្អូនចង់បានអញ្ចឹងមិនមែនឬក៏ថាឲ្យខ្ញុំដឹងខ្លះឬក៏បងប្អូនចង់ប្រាប់ថាទាស់ចិត្តពេកមួម៉ៅពេកមួម៉ៅនឹងគាត់កុំផ្ញើមកឲ្យខ្ញុំបងប្អូនប្លុកគាត់ដូចខ្ញុំនិយាយចឹង report គាត់ទៅហើយ unfollow គាត់ទៅហើយឈប់ share ពីបុគ្គលហ្នឹងទៅយូរទៅយើងជួយគាត់ទៅវិញទេឲ្យគាត់រស់ព្រោះឥឡូវគាត់សម្លាប់ខ្លួនហើយយើងនាំគ្នាឲ្យគាត់សម្លាប់ឲ្យបានឆាប់អានឹងដូចរឿងកំ pl ែងអញ្ចឹងបងប្អូនយើងកំពុងតែជួយមនុស្សម្នាក់ឲ្យស្លាប់បានឆាប់ហើយរឿងកំ pl ែងហ្នឹងគឺអញ្ចេះមានបរិសម្នាក់គាត់មិនដឹងជាគិតខ្លីរឿងអីខូចចិត្តរឿងអីប៉ុន្តែបងប្អូនខ្ញុំសូមពមៀនតិចណាខ្ញុំអត់និយាយអំពីវិធីសាស្ត្រនៅក្នុងការសម្លាប់ខ្លួនទេព្រោះការដែលសម្លាប់ខ្លួនការគិតខ្លីនេះគឺជាអំពើបាបដែលព្រះអត់ប្រោះទេរឿងស្អីក៏ដោយជីវិតមានតម្លៃណាស់បងប្អូនជីវិតមានតម្លៃណាស់យើងរស់នៅអ្នកណាក៏គេចង់រស់នៅដែរកុំគិតរហូតដល់ខ្លីរឿងផ្ដាច់ជីវិតខ្លួនឯងគឺជាការដែលគិតផ្ដេសផ្ដាស់ព្រះមិនប្រោះទី1ហើយគឺជាអំពើកំសាកបំផុតខ្ញុំជឿថាជំងឺបាក់ទឹកចិត្តជំងឺខូចទឹកចិត្តអីយើងមានមិត្តភ័ក្តិមានអីជួយស្រោចស្រង់បានមិនខ្វះទេបងប្អូនអ្នកខ្វាន់ខ្វាក់ពីការខ្លងអីយ៉ាងណាវាកកើមយ៉ាងម៉េចគេចង់រស់ជីវិតគ្នាមានតម្លៃណាស់គេចង់រស់ចង់បានដៃចង់បានជើងចង់បានភ្នែកមើលឃើញដូចយើងមានកាយសម្បទាគ្រប់គ្រាន់ឬក៏អីហ្នឹងហេតុអីក៏បានតែយើងជួនកាលមានកាយសម្បទាគ្រប់គ្រាន់បែរតែជាគិតខ្លីបែបនេះអីចឹងចុះខ្ញុំមិនលើកទឹកចិត្តទេប៉ុន្តែរឿងនេះគឺជារឿងកំ pl ែងប៉ុន្តែមានន័យទៅដូចនឹងរឿងរឹសដុំថ្មចោលឆ្កែហ្នឹងគឺយើងជួយសម្លាប់គ្នាបរិសម្នាក់គាត់មិនដឹងជាមានទុកកង្វល់អីនៅក្នុងគ្រួសារឬក៏ក្នុងជីវិតទេគឺគិតខ្លីរកគិតមិនឃើញសោះគឺទៅដេកនៅលើផ្លូវរទេះភ្លើងដោយសង្ឃឹមថាពេលដែលរទេះភ្លើងមកកិនគាត់ម្ដងទៀតបងប្អូនខ្ញុំប្រមានណានេះគឺជារឿងកំ pl ែងទេហើយកុំយកទៅគិតថាគឺជាវិធីសម្រាប់ខ្លួនអីសោះអត់ទេអញ្ចឹងនៅពេលដែលគាត់ទៅដេកនៅលើផ្លូវហ្នឹងវាសង្ឃឹមថារថភ្លើងមកកិនបានឃើញបុគ្គលិកកម្មកររថភ្លើងដែលគេតាមដើរមើលផ្លូវដែករាល់ថ្ងៃហ្នឹងគឺគេមើលថាតើផ្លូវដែកហ្នឹងវាលបូតប្រឡងលបូតខ្ចៅខ្ចងអីដើម្បីកុំឲ្យគ្រោះថ្នាក់ដល់រទេះភ្លើងឬអ្នកធ្វើដំណើរអីហ្នឹងជាគេរត់គេដើរជាប្រចាំអញ្ចឹងដល់ពេលថ្ងៃហ្នឹងឃើញបរិសហ្នឹងកំពុងតែដេកលើផ្លូវដែកក៏មកសួរថាធ្វើអីងើបចេញពីផ្លូវរទេះភ្លើងអាហ្នឹងផ្លូវរទេះភ្លើងមិនមែនកន្លែងទទួលទានដំណេកទេបរិសនោះក៏ឆ្លើយវិញថាខ្ញុំចង់ស្លាប់ខ្ញុំចង់ដេកនៅលើផ្លូវហ្នឹងឲ្យរទេះកាន់បរិសដែលអ្នកដើរផ្លូវហ្នឹងក៏និយាយទៅគឺគាត់របៀបដូចថាមនុស្សស្មោះត្រង់ហើយឮដូច្នេះក៏គាត់និយាយថាអូអត់ទេអត់អាចដេកនៅលើផ្លូវដែកថ្ងៃហ្នឹងទេបើលោកចង់ស្លាប់មិនអាចធ្វើអញ្ចឹងកើតទេហើយយើងស្ដាប់ទៅដូចជាគាត់ចង់ឲ្យគាត់រស់វិញជួយលើកទឹកចិត្តទេប៉ុន្តែមិនមែនអញ្ចឹងគាត់ចង់និយាយថាផ្លូវដែកនេះគឺថ្ងៃនេះគឺជាថ្ងៃបុណ្យសម្រាកគេឈប់អញ្ចឹងអត់មានរទេះភ្លើងរត់ទេថ្ងៃនេះបើលោកចង់ស្លាប់សូមលោកឡើងទៅផ្លូវលបឿនលឿនខាងណោព្រោះឡានបើកមកគេអត់ឈប់ទេនៅកន្លែងនេះគឺអាទិះភ្លើងអត់រត់ទេឃើញទេបងប្អូននេះគឺជារឿងកំ pl ែងណាប៉ុន្តែជាជាងឲ្យយើងនាំគ្នាប្រាប់ថាហេតុអីបានជាសម្រេចអញ្ចឹងអង្គុយចែកគ្នាមើលជីវិតយើងមិនខ្ញុំវាពិបាកមិនខ្ញុំនៅតែស្រឡាញ់ខ្ញុំមានគ្រួសារខ្ញុំចង់ថែទាំខ្ញុំចង់នៅមើលកូនចៅខ្ញុំអីលាក់នឹងលាក់មានសហគមន៍មានអីជួយអត់មាននិយាយអញ្ចឹងយើងទៅប្រាប់ថាកុំដេកនៅលើផ្លូវដែកនឹងអីព្រោះអាទិះភ្លើងមកអត់មកថ្ងៃហ្នឹងអត់រត់ថ្ងៃហ្នឹងជាងបំណងប្រាថ្នារបស់លោកនៅក្នុងការចង់ស្លាប់ហ្នឹងគឺវាអត់បានដូចប្រាថ្នាទេវានៅដេកនឹងទឹះតែមួយថ្ងៃវល់ល្ងាចមកយប់ទៅភ្លឺអត់ប្រយោជន៍ទេអញ្ចឹងបើចង់ទៅឯផ្លូវលបឿនលឿននោះព្រោះមានឡានគេរត់ខ្វាយខ្វាត់នៅហ្នឹងឃើញយើងជួយឲ្យគាត់ស្លាប់ដោយសារអីដោយសារតែយើងអត់បានគិតថាយើងផ្ដាច់អាគំនិតដែលគាត់គិតថាគាត់អស្ចារ្យថាស្លាប់បានសម្រេចដូចគ្នានឹងពួកបាប់ផ្សារនឹងចឹងដែរតែយើងនៅគ្រប់ត្រនៅលើកសរសើរនៅនិយាយពីគាត់គ្រប់ពេលយើងធ្វើឲ្យមនុស្សនឹងចូលបានចិត្តស្មានតែរឿងហ្នឹងជារឿងត្រឹមត្រូវយើងជេរក៏អត់ស្ដាប់បានទេដូចមនុស្សពៀលណាបងប្អូនមនុស្សបាតផ្សារការជេរបន្តិចផ្ដាសារបស់យើងហ្នឹងដូចពោជ័យសូត្រធွာចយន្តោប្រសិទ្ធិអីចឹងវាទៅជាព្រោះធម្មតាមនុស្សនៅក្នុងឋាននរកប្រែតអវជ័យទៅអាស្រ័យផលតែទៅនឹងខ្ទុះខ្ជៀមនឹងលិមុខហ្នឹងតាបងប្អូនហេតុអីបានជាយើងយកអាហ្នឹងទៅជះលើគាត់ដល់ពេលទៅជះលើគាត់គឺហាក់បីដូចជាផ្ដល់កម្លាំងដូចជាគេហៅថាភេសជ្ជៈធម្មពលឲ្យគាត់ហ្នឹងអញ្ចឹងបានថាប្លុកគាត់ចោលឲ្យអស់ឈប់តាមដាន report គាត់ទៅ Facebook ឬអីឲ្យអស់ទៅយូរបុគ្គលនេះអស់ផ្លូវដើរហើយងាកមករកអ្វីដែលត្រឹមត្រូវវិញអញ្ចឹងម្ដងទៀតនេះគឺជាសំណូមពររបស់ខ្ញុំទេបងប្អូនយើងកុំឲ្យតម្លៃមនុស្សបែបហ្នឹងហើយដូចម្ដងទៀតខ្ញុំស្ដាប់ណាបងប្អូននិយាយអីក៏ខ្ញុំស្ដាប់ដែរប៉ុន្តែខ្ញុំស្ដាប់តែមានភាពហេតុផលហើយក្នុងន័យរិះគន់ក្នុងន័យស្ថាបនាបើរិះគន់ខ្ញុំក្នុងន័យជេរបចោតែមួយម៉ាត់ក៏ខ្ញុំប្លុកបងប្អូនចោលដែរព្រោះហេតុអីបានអញ្ចឹង
យើងអត់អាចមកឲ្យយោបល់ខ្ញុំបានទេណែនាំឲ្យខ្ញុំធ្វើល្អអីបានទេនៅពេលដែលខ្លួនយើងអត់អាចប្រកាន់ភាពល្អខ្លួនឯងបានផងហ្នឹងតើយើងមានឥទ្ធិពលអីមកប្រាប់ខ្ញុំឲ្យកែបើខ្លួនឯងអត់ទាំងមានចរិតកែខ្លួនឯងបានផងដូច្នេះតម្លៃរបស់បងប្អូនណាក៏ដោយដែលចង់ណែនាំរិះគន់ខ្ញុំអីក៏ដោយខ្ញុំស្ដាប់ប៉ុន្តែតែចាប់ផ្ដើមភ្លាវខុសរឿងចាញ់មកនឹងសតាអាពួករត់ចោលស្រុកអាពួកញុះញង់ផ្សាយព័ត៌មានគ្មានការពិតខ្ញុំប្លុកចោលអស់ភ្លាមអត់ទាំងបានស្ដាប់មតិនឹងមួយម៉ាត់ទេហេតុអីបានជាអញ្ចឹងព្រោះអត់មានហេតុផលនឹងចំណាយពេលវេលាខាតពេលតែបើចេញមកស្រាប់ថាលោកមួងណារ៉េតឬក៏បងមួងណារ៉េតឬក្មួយមួងណារ៉េតក្មួយផ្សាយរឿងនេះគឺវាបានចេះមកអមពេញចិត្តឬក៏អីអញ្ចឹងប៉ុន្តែនៅមានចំណុចឆក់ល្វែងមួយចំនួនដូចជាឧទាហរណ៍ពេលក្មួយនិយាយហ្នឹងក្មួយយកមីក្រូហ្នឹងយកទៅដាក់នៅក្រោមទៅហើយកុំឲ្យប្របាក់លើកដៃសាពះអីអញ្ចឹងទៅអីវាឆ្កងអីអញ្ចឹងទៅកវ៉ាត់កហ្នឹងគួរពាក់ពណ៌នេះឲ្យចំថ្ងៃនេះអីអញ្ចឹងទៅសក់ហ្នឹងសិតឲ្យល្អចេះទៅគួរសិតទៅឆ្វេងឬសិតទៅស្ដាំអីអញ្ចឹងទៅការនិយាយអីលាក់នឹងលាក់ហើយដូចតែស្ដាប់ទៅយល់បានទទួលបានថាគាត់ជួយដាស់តឿនហើយដល់តែចេញមកគឺអាក្បត់ជាតិអាក្រុមរត់ចោលស្រុកអាព័ត៌មានបំពល់អាហ្នឹងគឺប្លុកចោលអស់ដោយស្វ័យប្រវត្តិតែម្ដងហើយអត់បានផលហើយខ្ញុំនិយាយសារនេះដើម្បីលើកទឹកចិត្តឲ្យអ្នកដែលគ្រប់គ្រងរដ្ឋាភិបាលផ្កាប់មុខហើយនិងអ្នកគ្រប់គ្រងគណៈបកប្រជាជនផ្កាប់មុខគិតឡើងវិញអំពីផលដែលអាចបានពីការដែលរិះគន់ក្នុងន័យស្ថាបនាតែយើងជេរគេភ្លាមអ្វីដែលយើងចង់អប់រំណែនាំគេវាសាបដូចទឹកទន្លេអញ្ចឹងដូរយុទ្ធសាស្ត្រវិញប្រើភាសាទៅតិចស្រទន់គួសមថ្លៃថ្នូរហើយមានឥទ្ធិពលខ្លាំងជាងអាការជេរបចោណាជឿខ្ញុំ100%បើធ្វើដូច្នេះបានណាយើងនឹងឈ្នះចិត្តគេហៅថាអំពើសិលធម៌ឈ្នះអំពើអសិលធម៌អំពើដែលមានសុជីវធម៌ឈ្នះអំពើគ្មានសុជីវធម៌អគុណធម៌នេះគឺយើងឈ្នះហើយព្រោះមិនអាចឈ្នះព្រះបានទេព្រោះតែថាភាពត្រឹមត្រូវអត់ធ្មត់ច្បាស់លាស់ហើយអនុគ្រោះប៉ុន្តែច្បាស់លាស់ត្រង់ថាយូរទៅគឺតែជាយើងនាំគ្នាប្រើអាចិតតិចចិត្តល្អត្រឹមត្រូវសុជីវធម៌សិលធម៌ហើយឈប់លៀបពណ៌គ្នាអានឹងបានយើងឈ្នះមកវែងឆ្ងាយមែនតើតែបងប្អូនបន្តទៅទៀតខ្ញុំវិលមកវិញគឺតកតងនឹងព័ត៌មានបន្តនេះខ្ញុំថាឥឡូវកម្ពុជាបានប្រឹងប្រែងអស់ពីលទ្ធភាពដែរនៅក្នុងការតបតទៅគេគ្រាន់តែថាការតបតហ្នឹងវាបានផលប៉ុណ្ណាយើងចាំមើលតទៅទៀតជាពិសេសនៅរឿងដែលថៃគេចាប់ផ្ដើមមិនដោះលែងទាហានខ្មែរយើងទាំង18នាក់ហ្នឹងគឺវាជាទឹកនៅក្នុងស្លឹកឈូកយើងអាចទុកចិត្តគេបានទេបងប្អូនវិធីដែលសំខាន់ប៉ុន្តែលោកណែរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាលោកប្រាក់សុខុនលោកមានសុតិធិនិយមខ្លាំងមែនតើថ្ងៃហ្នឹងព្រោះផ្ដល់បទសម្ភាសឲ្យអ្នកសារព័ត៌មានលោកបញ្ជាក់ថាបើគ្មានអ្វីប្រែប្រួលទាហានកម្ពុជាទាំង18រូបត្រូវដោះលែងនៅម៉ោង12ថ្ងៃត្រង់ស្អែកនេះថ្ងៃទី30ខែធ្នូព្រោះអីលោកបានតាក់ទងទៅអង្គការកាកបាទក្រហមអន្តរជាតិហើយថាតើខាងភៀកគីថៃគេត្រៀមរួចរាល់នៅក្នុងការផ្ទេឬក៏បញ្ជូនទាហានខ្មែរទាំង18នាក់មកឲ្យកម្ពុជាវិញហើយកម្ពុជាបានត្រៀមខ្លួនរួចទៅហើយដូច្នេះអត់មានអីដែលមន្ទិលថានឹងមិនបានទទួលទាហានទាំង18នាក់ទេនៅឯថ្ងៃម៉ោង12ថ្ងៃត្រង់ស្អែកនេះខ្ញុំសូមបួងសួងបន់ស្រន់ឲ្យអ្វីដែលលោកប្រាក់សុខុនលើកឡើងនេះคล้ายទៅជាការពិតចោះប៉ុន្តែបងប្អូនបើអ្វីមិនប្រែប្រួលទេជាលក្ខខណ្ឌឥឡូវនេះវាប្រែប្រួលហើយព្រោះថៃគេបានថាគេនឹងពិចារណាឡើងវិញរឿងការដែលបង្ហោះដ្រូនហើយនឹងរឿងមីនរឿងអីហ្នឹងដែលផ្ទុះមុននេះហើយផ្ទុះនៅក្នុងពេលដែលកំពុងអនុវត្តបទឈប់បាញ់តើរឿងនេះយ៉ាងម៉េចខ្ញុំនៅតែបន់ស្រន់ថាសូមឲ្យអ្វីហ្នឹងคล้ายទៅជារឿងស្ងប់ហើយទទួលយកទាំងអស់គ្នាទៅហើយបលែងទាហានយើងទាំង18នាក់មកវិញសិនមកចាំគិតទៀតព្រោះអីគ្នារងទុកវេទនានៅក្នុងដៃថៃរាប់ខែឲ្យបងប្អូន154 155ថ្ងៃហើយបងប្អូនក្រុមគ្រួសារមិននឹងខ្លោចផ្សារប៉ុណ្ណាអានឹករលឹកកូនចៅឪពុករបស់ខ្លួនមីបងប្អូនរបស់ខ្លួនទន្ទឹងរង់ចាំផ្លូវយូរឆ្នាំយូរខែយ៉ាងនេះបាទឥឡូវបន្តទៅទៀតនៅសល់ច្រើនហើយចេះតែលងជ្រៅដោយសារឃើញខាតពេលទេបងប្អូនឃើញនាំខាតពេលដោយសាររឿងរំថ្មចោលឆ្កែហ្នឹងឯងខ្ញុំថាវាមិនចង់ទេប៉ុន្តែពេលខ្លះគឺថាបើមិននិយាយអីខ្លះហ្នឹងគឺដូចដដែលតែដល់និយាយក៏ថាមិនបានការអីប្រហែលប៉ុន្តែបើអត់និយាយសោះហ្នឹងគឺបងប្អូនយើងនៅតែយល់ថាអញ្ចឹងដដែលឥឡូវទី2គឺតកតងនឹងលោកហ៊ុនម៉ាណែតចេញសារស្អំចិត្តប្រជាពលរដ្ឋខ្មែរកុំឲ្យភ័យរឿងបាត់ដីទៅថៃតែបាត់អីអ្វីសម្រាប់លើសន្ធិសញ្ញានិងអនុសញ្ញាដែលមានស្រាប់ខ្ញុំក៏អាណិតនាយករដ្ឋមន្ត្រីកម្ពុជាយើងដែរដៃមួយខាងប្រឹងទប់សត្រូវឈ្លានពានដៃមួយខាងត្រូវដោះស្រាយបញ្ហាជនភៀសសឹកដៃមួយខាងត្រូវគិតគូរអំពីទាហានជួមុខតើខ្វះស្បៀងខ្វះអាហារខ្វះគ្រាប់រំសេវដៃមួយខាងទៀតត្រូវទប់តាក់ទងរឿងសេដ្ឋកិច្ចជាតិរឿងជនអន្តោប្រវេសន៍រឿងឆោបោកអនឡាញរឿងអក្រិតកម្មរឿង100ចម្ពោះឯដៃមួយខាងទៀតគឺ
ត្រូវស្អំចិត្តប្រជាពលរដ្ឋឲ្យស្ងប់ទទួលយកតាមអ្វីដែលរដ្ឋាភិបាលខំប្រឹងដែរហើយការដែលខំប្រឹងរបស់រដ្ឋាភិបាលនេះមើលទៅដូចអត់សូវបានផលអីដែរនៅក្នុងការស្អំចិត្តប្រជាពលរដ្ឋខ្ញុំនិយាយថាអត់សូវបានផលដោយសារអីគ្រប់ក្រសួងមន្ទីររដ្ឋដែលជាសេនាធិការរបស់រដ្ឋាភិបាលបានចេញសារបានផ្សព្វផ្សាយបានប្រព័ន្ធផ្សព្វផ្សាយមានឃោសនាអីគឺធ្វើអស់ចិត្តហើយក៏ប៉ុន្តែនៅទីបំផុតក៏ត្រូវតែបង្ខំចិត្តឲ្យនាយករដ្ឋមន្ត្រីខ្មែរឡើងមកសរសេរសារខ្លួនឯងមួយម្ដងទៀតគឺដល់ទៅ5ទំព័រសារនេះវែងណាស់ខ្ញុំជឿថាលោកចំណាយពេលមិនតិចទេនៅក្នុងការសរសេរនេះអាចមកយប់ទឹកភ្លឺក៏ថាបានដែរព្រោះអង្គុយរនឹកពាក្យពេចន៍ដើម្បីបញ្យល់ប្រាប់បងប្អូនប្រជាពលរដ្ឋឲ្យជឿថាកម្ពុជាអត់បានបាត់ដីទៅថៃសូម្បីតែ1មីលីម៉ែត្រណាទេហើយសារនេះគឺខ្ញុំមិនអាចអានជូនបងប្អូនបានអស់ទេព្រោះ5ទំព័រហើយវែងណាស់បងប្អូនទៅអានសារនឹងនៅសារព័ត៌មាន Fresh News អីទៅព្រោះអីខាងរដ្ឋាភិបាលគេអានអត់មានឲ្យបាត់មួយម៉ាត់ណាទេព្រោះនេះជាខ្លឹមសារដែលគេចង់ឲ្យបងប្អូនប្រជាពលរដ្ឋយើងឮគ្រប់ចំណុចដែលប្រមុខរដ្ឋាភិបាលកម្ពុជាចង់ថ្លែងសារឲ្យជឿប៉ុន្តែខ្ញុំមិនមែនសង្ខេបរហូតដល់ថាបាត់នៃទាំងអស់ទេខ្ញុំគ្រាន់តែលើកច្បិចចំណុចមួយចំនួនឲ្យបងប្អូនពិចារណាថាតើលោកហ៊ុនម៉ាណែតធានាបងប្អូនស្អំចិត្តរឿងអីបានជាចាំបាច់ចេញសារដល់ទៅ5ទំព័របងប្អូន5ទំព័រខ្ញុំព្រិនចេញមកទាំងអស់តាមពិតអ្វីដែលគាត់លើកឡើងហ្នឹងគឺជាការពិតកោតសរសើរវីរភាពអង្គអាចក្លាហានរបស់កងយុទ្ធពលខេមរៈភូមិន្ទនគរបាលប៉ូលីសកងរាជអាវុធហត្ថកងអង្គរៈដែលបដូរផ្ដាច់បញ្ញាការពារដែនអធិបតេយ្យកម្ពុជារបស់យើងបាទបដិញ្ញាយ៉ាងស្វិតស្វាញអាហ្នឹងគឺគាត់មិនភ្លេចទេគាត់អរគុណសហគមន៍អន្តរជាតិដែលជួយជ្រោមជ្រែងគ្រប់គ្នាមានចិនមានអាមេរិកមានម៉ាឡេស៊ីមានប្រទេសដទៃទៀតដែលធ្វើឲ្យកម្ពុជាបានមានបទឈប់បាញ់ថ្ងៃនេះប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់គាត់ថារឿងមួយគឺកុំឲ្យប្រជាពលរដ្ឋភ័យរឿងថាបាត់ដីព្រោះអីថៃអ្វីគឺអាចនឹងអ្វីសម្រេចនៅក្នុងសន្ធិសញ្ញានិងអនុសញ្ញាឬក៏កិច្ចព្រមព្រៀងគ្នារវាងភាគីកម្ពុជានិងថៃខ្ញុំជឿថាអ្វីដែលលោកលើកឡើងនេះកុំឲ្យប្រជាពលរដ្ឋភ័យរឿងបាត់ដីនេះអាចនឹងសម្ដៅទៅលើថាឥឡូវហ្នឹងឃើញដីដែលថៃឈ្លានពានវាយលបងវាយបលាលួអីគ្រប់កន្លែងចឹងមែនហើយរដ្ឋាភិបាលមិនទាន់ទទួលស្គាល់ថារបស់ហ្នឹងបាត់ទៅគេទេប៉ុន្តែសាររបស់លោកហ៊ុនម៉ាណែតនេះគឺទទួលស្គាល់ថាតំបន់ទាំងអស់នោះបាត់ទៅដីថៃហើយនៅថៃគ្រប់គ្រងហើយនៅក្នុងពេលនេះចង់និយាយថាថៃគ្រប់គ្រងហើយគាត់ថាប្រាប់ប្រជាពលរដ្ឋថាកុំបារម្ភអីព្រោះអីកម្ពុជាមានសិទ្ធិស្វ័យការពារខ្លួនហើយក៏មានច្បាប់អន្តរជាតិនិងសន្ធិសញ្ញាយកមកដើម្បីទាមទារអ្វីដែលជារបស់ខ្មែរនឹងបានមកវិញដែរនៅក្នុងន័យអញ្ចឹងលោកគ្រាន់តែប្រាប់ថាឲ្យជឿទុកចិត្តរដ្ឋាភិបាលព្រោះអីគេនឹងប្រើសន្ធិសញ្ញាបារាំងសៀមសន្ធិសញ្ញាកន្លែងនេះលោកមិនយកមកពាក្យថាសន្ធិសញ្ញាបារាំងសៀមតែច្បាស់ណាស់សន្ធិសញ្ញាដែលនិយាយកំណត់ទឹកដីគឺមានតែសន្ធិសញ្ញាបារាំងសៀមទេឆ្នាំ1904និងឆ្នាំ1907ដែលនិយាយអំពីដែនអធិបតេយ្យដែលកំណត់ដោយឧបសម្ព័ន្ធឬក៏អីហ្នឹងគេចង់និយាយថាមានផែនទីខ្នាត1លើ200,000ដែលខ្មែរប្រើរឿងសំណុំរឿងនៅខេត្តនៅព្រះវិហារប្រាសាទព្រះវិហារអីចឹងទៅខ្ញុំថាអ្វីដែលលោកហ៊ុនម៉ាណែតលើកឡើងហ្នឹងគឺសមស្របទេព្រោះអីយើងអាងទៅលើសន្ធិសញ្ញាយើងអាងទៅលើច្បាប់អន្តរជាតិយើងអាងទៅលើអនុសារណៈនៃការយោគយល់គ្នាឆ្នាំ2000គត់រវាងលោកហ៊ុនសែននិងលោកថាក់ស៊ីនស៊ីណាវ៉ាត់អីចឹងទៅដែលទាំងអស់នេះគឺយន្តការ GBC យន្តការ JBC យន្តការស្អីជាការវាស់ទល់ព្រំសីមាអីហ្នឹងទាំងអស់ហ្នឹងគឺលោកគិតថាសុទ្ធតែជាយន្តការកតិយុត្តតាមផ្លូវច្បាប់ដែលកម្ពុជាមិនបាត់របស់ទាំងអស់នេះទេនៅពេលដែលយើងវិលទៅរកការវាស់វែងនិងពិនិត្យមើលឡើងវិញគឺគាត់ថារបស់ទាំងអស់នេះគឺជារបស់ដែលបានធានានៅក្នុងសន្ធិសញ្ញានៅក្នុងអីហ្នឹងអស់ហើយដូច្នេះអ្វីដែលគាត់ចង់ប្រាប់ប្រជាពលរដ្ឋស្អំចិត្តនៅក្នុងទីនេះហ្នឹងឲ្យទុកចិត្តហ្នឹងគឺទុកចិត្តត្រង់ថាពេលដែលមានបទឈប់បាញ់ការពិតហើយអ្នកណានៅណាអ្នកនឹងនៅហ្នឹងតែហ៊ានថៃនៅត្រឹមណាតែហ៊ានខ្មែរនៅត្រឹមណាគឺឈរជើងត្រឹមហ្នឹងសិនប៉ុន្តែលោកបញ្ជាក់ថាមិនមែនបានន័យថាអ្នកណាឈរនៅណាឈរនៅហ្នឹងគឺបានន័យថាដីហ្នឹងគឺជាដីរបស់កម្មសិទ្ធិផ្ដាច់មុខរបស់អ្នកនងដោយសារតែការវាយបានទេគាត់ចង់ប្រាប់ប្រជាពលរដ្ឋចឹងព្រោះដោយសារគាត់សំអាងថាកម្ពុជាមានសិទ្ធិស្វ័យការពារខ្លួនបានន័យថាប្រើប្រាស់យន្តការច្បាប់ឬក៏សន្ធិសញ្ញាអន្តរជាតិនេះយកមកទាមទារឬក៏គ្រប់គ្រងដែនអធិបតេយ្យរបស់កម្ពុជាវិញនៅថ្ងៃណាមួយហើយបាទខ្ញុំជឿថាសារនេះបើស្ដាប់ទៅវាមិនមែនជាការដែលមិនសមហេតុផលអីទេគឺសមហេតុសមផលទៅតាមកលតិស័កជាក់ស្ដែងព្រោះអីខាងភាគីរដ្ឋាភិបាលកម្ពុជានៅតែបកស្រាយស៊ីសង្វាក់គ្នាម្ដងហើយម្ដងទៀតថារបស់អស់ទាំងនោះគឺវាជាបណ្ដោះអាសន្នទេអ្នកណាគ្រប់គ្រងកន្លែងណាក៏ជារបស់បណ្ដោះអាសន្នដែរ
ខ្ញុំយល់ស្របតាមលោកហ៊ុនម៉ាណែតត្រង់នេះ clear ទាំងអស់ហ្នឹងដែលចង់និយាយថាយើងមានយន្តការនេះយើងមានយន្តការនោះបណ្ដោះអាសន្ននេះបណ្ដោះអាសន្ននោះអីចឹងទៅហើយដីខ្មែរវាមានចែងនៅក្នុងព្រំនៅក្នុងសន្ធិសញ្ញាបារាំងសៀមដែលមានតម្កល់នៅអង្គការសហប្រជាជាតិអីចឹងទៅជាការល្អស្អំចិត្តប្រជាពលរដ្ឋដែលកំពុងតែឃ្លៀងឃ្លោងវិលវល់ប៉ុន្តែសំណួរសួរទៅវិញចេះថាតើយើងទុកចិត្តប៉ុណ្ណាដែលអាយន្តការដែលយើងមានស្រាប់នេះនឹងអាចយកមកអនុវត្តបានជាមួយនឹងប្រទេសថៃដែលមានមហិច្ឆតាឈ្លានពានយើងអាចដោះស្រាយជាមួយនឹងប្រទេសជិតខាងយើងតាមវិធានការអីក៏ដោយវិធានការច្បាប់អន្តរជាតិគឺជាវិធានការប្រសើរបំផុតប៉ុន្តែនៅក្នុងនេះ4-5ទំព័រលោកហ៊ុនម៉ាណែតអត់បាននិយាយថាកម្ពុជានឹងដាក់ប្តឹងទៅថៃនៅចំណុចណាមួយនៅឡើយទេគឺអត់មាននិយាយពីរឿងតុលាការព្រហ្មទណ្ឌអន្តរជាតិតុលាការយុត្តិធម៌អន្តរជាតិទេគ្រាន់តែនិយាយក្នុងន័យជារួមឆ្នាំអាចទន្សាយមួយគឺយើងនៅតែរក្សាសិទ្ធិស្វ័យការពារខ្លួនបានន័យថាជាឆ្នាំអាចទន្សាយចង់សម្ដៅថាស្វ័យការពារខ្លួននឹងបើមានការចាំបាច់ត្រូវវាយបកវិញហើយត្រូវតែប្តឹងផ្ដាល់អីចឹងទៅក្នុងយន្តការអន្តរជាតិព្រោះអីលោកប្រើពាក្យសន្ធិសញ្ញាប្រើច្បាប់អន្តរជាតិចង់ប្រាប់ប្រជាពលរដ្ឋថាកម្ពុជានៅតែមានលិខិតទុបកកតិយុត្តជាអន្តរជាតិនឹងមកប្រើប្រាស់បានដើម្បីដោះស្រាយរឿងបញ្ហាចំនួនព្រំដែនថៃទេស្ដាប់ទៅវាព្រោះតិចដែរបងប្អូនប៉ុន្តែសួរថាប្រជាពលរដ្ឋកម្ពុជាយើងទុកចិត្តថៃប៉ុន្មានហើយទុកចិត្តថាកម្ពុជានឹងអាចទាមទាររបស់នឹងតាមសន្ធិសញ្ញាឬតាមអនុសញ្ញាឬតាមច្បាប់អន្តរជាតិដែលកម្ពុជាអះអាងដែលអត់ទាន់បានប្តឹងថៃសូម្បីតែមួយករណីឡើយហ្នឹងតើយើងជឿទុកចិត្តប៉ុណ្ណាទៅបើទោះបីជាឥឡូវហ្នឹងថាអ្វីដែលជាការស្អំចិត្តគឺការដាក់ប្តឹងទៅសិនអានឹងខ្ញុំជឿថាជាជំរើសមួយដ៏សំខាន់បំផុតតែកម្ពុជាអត់ទាន់បានប្តឹងតែមានឱសថថ្នាំអចិន្ស័យមួយនៅក្នុងការស្អំចិត្តថារបស់ហ្នឹងមិនអីទេបានយើងវិញទេព្រោះអីមាននៅក្នុងសន្ធិសញ្ញាសម័យនេះណាគឺជាសម័យបង្ហាញអំពីភាពខ្លាំងរបស់ជាតិសាសន៍អ្នកណាខ្លាំងអ្នកនឹងគ្រប់គ្រងដែនអធិបតេយ្យយើងមើលរុស្ស៊ីនៅអ៊ុយក្រែនទៅដឹងហើយអន្តរជាតិអត់មានអាចជួយអីបានសោះដោយសារតែរឿងសពាវុធរឿងភាពអំណាចខ្លាំងក្លារបស់រុស្ស៊ីមានអាវុធបរមាណូមានអីចឹងវាយខ្ទេចខ្ទីអ៊ុយក្រែនហើយអ៊ុយក្រែនហ្នឹងក៏ជាប្រទេសអធិបតេយ្យតាហើយឥឡូវអ៊ុយក្រែនទីអីវិញបានពីរុស្ស៊ីមានតែរឿងកាត់ដីកាត់អីសម្របសម្រួលតំបន់នេះតំបន់នោះឲ្យគេយកទៅឲ្យតែហ៊ានខ្លួនឯងស្លាប់រាប់ម៉ឺននាក់ដូចគ្នាហ្នឹងគឺអត់មានបានជាការដុំកំភួនអីមកសងបានទេក្រៅតែពីចរចាយកសន្តិភាពដោះដូរនឹងការមិនមានការប្រយុទ្ធគ្នាលោកហ៊ុនម៉ាណែតក៏និយាយដូចគ្នាអញ្ចឹងថាយើងចង់បានអីទៀតយើងឈប់បាញ់មិនមែនឈប់បាញ់ឲ្យមានសន្តិភាពដើម្បីជាការដូរនឹងដោះដូរដីឲ្យថៃទេលោកថាការឈប់បាញ់គ្នាដើម្បីមានសន្តិភាពនេះគឺមានន័យថាដើម្បីរក្សាស្រោចស្រង់ជីវិតប្រជាពលរដ្ឋទាំងយោធាទាំងស៊ីវិលកុំឲ្យស្លាប់កាន់តែច្រើនទាំងសងខាងទៀតខ្ញុំថាភាសានេះគឺជាភាសាត្រឹមត្រូវបំផុតហើយគឺយើងត្រូវតែស្ងប់ដើម្បីកុំឲ្យបាញ់ទៀតប៉ុន្តែសួរថាថៃឈប់បាញ់យើងនៅពេលណាយើងអាចនឹងសម្រាកពេលហ្នឹងសិនហើយប៉ុន្តែតើកងកម្លាំងប្រដាប់អាវុធយើងនឹងមានព្រៀបលើថៃនៅពេលណាប្រហែលឆ្នាំទៀតអានេះគឺជារឿងដែលប្រជាពលរដ្ឋយើងសួរថាតើយើងនឹងបង្កើនថវិកាជាតិប្រមាណ$1000 លានទៀតដើម្បីយើងអាចពង្រឹងកងទ័ពយើងឲ្យខ្លាំងមាំហើយបើសិនជាកងទ័ពយើងខ្លាំងមាំទៀតតើថៃគេនឹងដំឡើងកងទ័ពគេប៉ុណ្ណាទេហើយការចំនួនប្រដាប់អាវុធនឹងវានឹងបើកាន់តែខ្លាំងកាន់តែសាហាវកាន់តែព្រៃផ្សៃទៀតតែមិនអញ្ចឹងឯនៅពេលដែលយើងមានកម្លាំងស្មើគ្នាបរិមាណណូដាក់គ្នាវាអាចខ្លាចគ្នាមែនប៉ុន្តែតែជ្រុលដៃមកហ្នឹងគឺរត់តែធ្ងន់ប៉ុន្តែខ្ញុំលើកទឹកចិត្តឲ្យកងទ័ពយើងមានសពាវុធឲ្យកាន់តែសម្បើមមានអាវុធ F16 មានអីយន្តហោះប្រដេញហ្នឹងឲ្យកាន់តែសន្ធាប់ដែរដើម្បីកុំឲ្យថៃឈ្លានពានខ្លាំងពេកទាល់តែពេលហ្នឹងបានយើងអាចទៅនិយាយពីរឿងការទីមទាដែនអធិបតេយ្យដែលថៃយកបានបងប្អូនជឿលោកហ៊ុនម៉ាណែតសិនចោះមិនអីទេប៉ុន្តែរឿងសំខាន់យើងសួរអញ្ចេះទៅវិញថាតើពេលដែលវាស់វែងទៅហ្នឹងថៃនឹងខ្ចាក់របស់អស់នឹងមកខ្មែរមែនថៃស្លាប់ទៅហ៊ានអស់ចិត្ត50នាក់ហើយអានឹងគ្រាន់តែការរាយការណ៍ផ្លូវការទេមិនដឹងក្រៅផ្លូវការប្រមាណផងទេតើអ្នកនយោបាយថៃណាតើយោធាថៃណាដែលទៅប្រាប់ប្រជាពលរដ្ឋថៃថាទេដីនេះត្រូវឲ្យខ្មែរវិញហើយយើងចំណាយកម្លាំងទៅហ៊ានយើងចោលប៉ុណ្ណឹងទៅជាការពិតហើយថៃអាចនឹងយកលេសថាទេគេយកបានប៉ុណ្ណាគេយកប៉ុណ្ណឹងហើយវាស់អីវាស់ទៅសំខាន់គឺគេបានបូជាជីវិតថៃទៅហ៊ានថៃអស់មកកណកដឹកគឺគេមិនឲ្យដាច់ខាតបើមានអីវាយគ្នាទៀតទៅអីចឹងទៅឧទាហរណ៍តែយើងទៅធ្វើអីថៃបានខ្មែរយើងអាចថាទេបើឲ្យតុលាការអន្តរជាតិសម្រេចគឺសម្រេចហើយថៃមិនចាញ់អានឹងទុកឲ្យសហគមន៍អន្តរជាតិកោតទោសថៃតាមហ្នឹងទៅអានឹងជាការល្អដែរប៉ុន្តែយើងអត់បានប្តឹងទេអាសិទ្ធិស្វ័យការពាររបស់យើងហ្នឹងគឺនៅតែស្អំចិត្តប្រជាពលរដ្ឋឲ្យស្ងប់សិនបើមានសុខសន្តិភាពយកសិនទៅឲ្យប្រជាពលរដ្ឋវិលទៅលំនៅឋានហើយចាំកម្ពុជាដោះស្រាយរឿងហ្នឹងតាមក្រោយអីចឹងទៅអូខេឥឡូវជាការស្អំចិត្តបងប្អូនខ្ញុំក៏មិនដឹងថារដ្ឋាភិបាលនឹងធ្វើអ្វីលើសហ្នឹងដែររដ្ឋាភិបាលកម្ពុជាអត់មានជំរឿសអីលើសហ្នឹងទេក្រៅតែពីស្អំចិត្តប៉ុន្តែខ្ញុំលើកទឹកចិត្ត
ឲ្យរដ្ឋាភិបាលកម្ពុជានិងឃោសនិករបស់រដ្ឋាភិបាលកម្ពុជាថ្លែងសារស្រដៀងលោកហ៊ុនម៉ាណែតឲ្យបានច្រើនហើយពន្យល់ណែនាំពន្យល់ជាងការវាយប្រហាររិះគន់ជេរម្រាយកាយឪពុកអ្នកដែលមិនស្របនឹងគំនិតរបស់ខ្លួនជាការពិតគេមិនពេញចិត្តអីអញ្ចឹងយើងចេះតែជេរម្រាយកាយឪពុកលៀបពណ៌គេទៅវាធ្វើឲ្យបែកបាក់ជាតិកាន់តែខ្លាំងព្យាយាមពន្យល់អញ្ចឹងទៅពន្យល់ច្រើនដងច្រើនលើកច្រើនគ្រាស្ដាប់មិនស្ដាប់យើងធ្វើខ្លះផងក្រៅពីសារក្រៅពីអីប៉ុន្តែកុំឲ្យក្រុមរបស់ខ្លួននឹងគឺដូចថាបញ្ចេញឆ្កែកាចមកដើម្បីឲ្យជេរបតិចផ្ដាសាគ្នាដាក់គ្នាឡងគ្នាទៅវាអត់ប្រយោជន៍វាធ្វើឲ្យគេគិតថារដ្ឋាភិបាលប្រឡែងក្រុមឆ្កែកាចអីយ៉ាងមកខំគេខំឯងអញ្ចឹងទៅវាធ្វើឲ្យសាបអ្វីដែលចង់និយាយបើគេហៅថាមាសសុទ្ធកុំខ្លាចភ្លើងពន្យល់ទៅប្រព័ន្ធផ្សព្វផ្សាយនឹងពន្យល់ទៅឲ្យកាត់បន្ថយអាភាសាលៀបពណ៌មើលងាយចោតប្រកាន់ហ្នឹងទៅយើងថាចោះបើខាងក្រៅក្រុមបកប្រឆាំងអីចោតប្រកាន់រដ្ឋាភិបាលជេរបតិចស្អីស្រាតស្រងដែរឲ្យគេនៅស្ងៀមមិនអញ្ចឹងមកខ្ញុំចង់និយាយថាតើយើងចង់ចុះនៅក្នុងឋាននរកអវជ័យឬក៏យើងចង់ឡើងទៅឋានសួគ៌បានខ្លះដែរបើនៅឋាននរកអវជ័យតើយើងទៅនិយាយគ្នាយើងទៅជួបគ្នាអីកើតបើយើងអត់អាចនឹងចាប់ជាតិចាប់ភពទៅក្នុងភពល្អអីផងហ្នឹងអញ្ចឹងយើងជ្រើសរើសចុះនរកអវជ័យអញ្ចឹងរហូតបានប្រយោជន៍អីតើតែយើងដូរអាការគិតការធ្វើការប្រព្រឹត្តរបស់យើងហើយរើសរកវិធីដោះស្រាយផ្ដល់ហេតុផលវិញទៅជាងការជេរបន្តិចលៀបពណ៌គ្នាហ្នឹងបាទឥឡូវនេះខ្ញុំជូនពរឲ្យសាររបស់លោកហ៊ុនម៉ាណែតនេះគឺបានស្អំចិត្តប្រជាពលរដ្ឋឲ្យបានស្ងប់ចុះហើយសង្ឃឹមថាទាហានខ្មែរទាំង18នាក់គេដោះលែងទៅកុំឲ្យថៃថាសុំឲ្យលេសរបស់ថៃហ្នឹងកុំឲ្យថាវារឹងមាំអីពេកប៉ុន្តែនៅពេលដែលកម្ពុជាអត់ទាន់បានបង្ហាញអំពីការដាក់ពាក្យប្តឹងរឿងនេះគឺក៏ក្រើកដល់រដ្ឋាភិបាលក្រៅប្រទេសឯណោះវិញដែលមិននៅស្ងៀមទេថ្ងៃនេះគាត់ចេញសេចក្តីថ្លែងការណ៍មួយសេចក្តីប្រកាសព័ត៌មានរដ្ឋាភិបាលក្រៅប្រទេសដែលមានលោកសំរងស៊ីជាប្រធានហ្នឹងគឺនិយាយអំពីបណ្ដឹងដែលពួកគាត់ចាប់ផ្ដើមដាក់ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិសំទោសតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC បងប្អូនចាំទេប្រហែលជាប្រហែលសប្តាហ៍មុនរដ្ឋាភិបាលក្រៅប្រទេសនេះគឺបានប្រកាសថាពួកគាត់កំពុងតែកសាងសំណុំរឿងដើម្បីប្តឹងថៃតាក់ទងនឹងការរំលោភដែនអធិបតេយ្យកម្ពុជាទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ អានោះអត់ទាន់ឃើញចេញជាការដែលដាក់ពាក្យប្តឹងនេះប៉ុន្តែឥឡូវនេះគាត់និយាយពីតុលាការព្រហ្មទណ្ឌអន្តរជាតិសិន ICC ម្ដងព្រោះ ICJ បងប្អូនមិនស្រួលប្រហែលនេះណាតើតែរដ្ឋាភិបាលកម្ពុជាជាម្ចាស់ផ្ទះព្រោះអី ICJ វានិយាយពីរឿងបណ្ដឹងរដ្ឋនឹងរដ្ឋប្រទេសនឹងប្រទេសដូច្នេះតើតែរដ្ឋាភិបាលកម្ពុជាដាក់ទើបស្របច្បាប់អាហ្នឹងក្នុងករណីដែលរដ្ឋាភិបាលកម្ពុជាមិនដាក់ទេដែលរដ្ឋាភិបាលក្រៅប្រទេសអាចយកហេតុផលលេសហ្នឹងបង្កើតរដ្ឋាភិបាលក្រៅប្រទេសហ្នឹងដាក់ជំនួសទៅព្រោះខាងនោះអត់ធ្វើប៉ុន្តែចំពោះតុលាការព្រហ្មទណ្ឌអន្តរជាតិអត់ត្រូវការប្រទេសឬរដ្ឋាភិបាលទេបុគ្គលណាក៏ដាក់បានដែរចឹងហើយបានយើងឃើញលោកមូនពេជ្រអីគាត់ដាក់ទៅមិនចាំបាច់ប្រមូលស្នាមមេដៃឲ្យច្រើនក៏បានដែរប៉ុន្តែបើច្រើនកាន់តែល្អប៉ុន្តែឥឡូវរដ្ឋាភិបាលក្រៅប្រទេសគឺដាក់ប្តឹងថាគ្រងដាក់ប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ហ្នឹងហើយថាបានជួលពឹងពាក់មេធាវីអន្តរជាតិមួយរូបទៅហើយអានេះតាមសេចក្តីប្រកាសព័ត៌មានគាត់ទេហើយប្តឹងពីររឿងហើយប្តឹងហ្នឹងប្តឹងទាំងថៃប្តឹងទាំងខ្មែរទៀតប្តឹងទាំងកម្ពុជាដែរតើគាត់ប្តឹងថៃរឿងអីហើយប្តឹងកម្ពុជារឿងអីទៅតុលាការព្រហ្មទណ្ឌអន្តរជាតិជាមួយបងប្អូនអ្នកគ្រប់គ្រងរដ្ឋាភិបាលកម្ពុជារករឿងខាងរដ្ឋាភិបាលក្រៅប្រទេសនឹងទៀតដែរថាគួរតែប្តឹងថៃហេតុអីមកប្តឹងខ្មែរវិញពួកកម្ពុជាជាជនរងគ្រោះសោះហ្នឹងឥឡូវស្ដាប់ណែបណ្ដឹងកម្មវត្ថុនៃបណ្ដឹងរបស់គាត់ថារដ្ឋាភិបាលកម្ពុជាឯករាជ្យ$23ពឹងពាក់មេធាវីបានពឹងពាក់មេធាវីអក្រិតកម្មអន្តរជាតិដើម្បីដាក់ប្តឹងផ្លូវការទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC លើបទអក្រិតកម្មសង្គ្រាមដែលបានប្រព្រឹត្តដោយកងកម្លាំងថៃនេះគឺប្តឹងថៃបងប្អូននឹងការទទួលខុសត្រូវផ្នែកអក្រិតកម្មយ៉ាងធ្ងន់ធ្ងររបស់ថ្នាក់ដឹកនាំកម្ពុជាអានេះប្តឹងរដ្ឋាភិបាលកម្ពុជារឿងឆបោកអនឡាញបន្ទាប់ពីជនស៊ីវិលដែលត្រូវបានជួញដូរនិងឃុំខ្លួននៅក្នុងមជ្ឈមណ្ឌលឆបោកក្រោមការការពារដោយរដ្ឋត្រូវបានទុកឲ្យប្រឈមនឹងការបំផ្ទុះគ្រាប់បែកខុសច្បាប់បណ្ដឹងនេះដាក់ជាការទទួលខុសត្រូវលើឈ្មោះភាគីទាំងពីរគឺបណ្ដឹងទាំងថៃទាំងកម្ពុជាសម្រាប់អក្រិតកម្មដែលបានប្រព្រឹត្តលើដែនដីនៃប្រទេសកម្ពុជាព័ត៌មាននៃបណ្ដឹងនេះពាក់ព័ន្ធនឹងអក្រិតកម្មអន្តរជាតិធ្ងន់ធ្ងរដែលកើតឡើងពីការវាយប្រហារតាមអាកាសនិងការបាញ់កាំភ្លើងធំរបស់ថៃទៅលើមជ្ឈមណ្ឌលឆបោកដែលមានទីតាំងនៅកម្ពុជានិងបណ្ដាលឲ្យគ្រោះថ្នាក់ជនស៊ីវិលដែលត្រូវបានឃុំខ្លួននៅក្នុងទីតាំងទាំងនោះបាទឥឡូវបណ្ដឹងរបស់គាត់គឺចែកជាពីរផ្នែកនៃករណីទទួលខុសត្រូវនេះទី1បណ្ដឹងបង្ហាញអំណះអំណាងពីអក្រិតកម្មសង្គ្រាមប្រព្រឹត្តដោយថៃអានេះបណ្ដឹងថៃរួមមានវាយប្រហារលើគោលដៅជនស៊ីវិលកម្មវត្ថុស៊ីវិលឬវាយប្រហារទៅលើគោលដៅយោធាតាមការអះអាងក្តីដែលបង្កការខូចខាតដល់ជនស៊ីវិលច្រើនលើសលប់ច្បាស់និងជាក់ស្ដែងមជ្ឈមណ្ឌលឆបោកទាំងនោះ
ក៏ត្រូវបានគេដឹងថាមានមនុស្សរស់នៅផ្ដុំគ្នាច្រើនដែលជាជនរងគ្រោះនៃការជួញដូរនិងការបង្ខិតបង្ខំឲ្យវត្តមានរបស់ពួកគេនៅក្នុងទីតាំងវាយប្រហារត្រូវបានដឹងជាមុនទៅហើយនៅពេលដែលមុនពេលវាយប្រហារឬក៏នៅពេលវាយប្រហារហ្នឹងទី2ព័ត៌មាននៃបណ្ដឹងនេះគឺដាក់ការទទួលខុសត្រូវលើអក្រិតកម្មដោយចំពោះទៅលើថ្នាក់ដឹកនាំនយោបាយរបស់ប្រទេសកម្ពុជានេះគាត់ប្តឹងមេដឹកនាំស្រុកខ្មែរប្តឹងប្រឆាំងពួកខាងក្រមមេដឹកនាំនៅស្រុកខ្មែរអក្រិតកម្មឆ្លងដែនសំទោសក្នុងបណ្ដាញអក្រិតកម្មភ្ជាប់នឹងរដ្ឋដែលគ្រប់គ្រងនិងទទួលបានផលចំណេញពីមជ្ឈមណ្ឌលឆបោកទាំងនោះបណ្ដឹងនេះអាចថាអាជ្ញាធរកម្ពុជាផ្ដល់អំណាចឲ្យឬការពារប្រព័ន្ធអក្រិតកម្មប្រព្រឹត្តអំពើជួញដូរមនុស្សឃុំខ្លួនខុសច្បាប់និងការបង្ខំអីចឹងទៅមិនបានជំលះប្រជាពលរដ្ឋដែលត្រូវបានជួញដូរទាំងនោះចេញពីមជ្ឈមណ្ឌលឆបោកទោះបីជាបានដឹងច្បាស់អំពីការវាយប្រហារនិងបានទទួលព្រមានជាបន្តបន្ទាប់អំពីការវាយប្រហារដែលជិតមកដល់ក៏ដោយបាទបណ្ដឹងគាត់វែងដែរគាត់ថាចង់និយាយថាគាត់ថាបានជួលមេធាវីអន្តរជាតិតើមេធាវីអន្តរជាតិនឹងជាអ្នកណាគាត់អត់បានបង្ហាញទេគាត់ថាអាកាលពេលគាត់ថាដាក់ពាក្យគ្រងដាក់ពាក្យប្តឹងទៅតុលាការយុតិធធអន្តរជាតិគាត់បង្ហើបសកម្មជនគណៈបកប្រឆាំងក្រៅប្រទេសគាត់បង្ហើបថាមានលោក Richard Rogers ដែលជាមេធាវីអន្តរជាតិដែលធ្លាប់ធ្វើជាប្រធានក្រុមការពារក្តីនៅសាលាក្តីខ្មែរក្រហមកាលពីអំឡុងកាលខ្ញុំធ្វើការនៅសាលាក្តីខ្មែរក្រហមខ្ញុំស្គាល់លោក Richard Rogers ហ្នឹងដោយសារគាត់បានដាក់ពាក្យប្តឹងទៅតុលាការព្រំដែនអន្តរជាតិករណីលោកបរិទ្ធកែមលីរឿងរំលោភដីធ្លីអីហ្នឹងដែរគាត់ថាបណ្ដឹងនោះគឺមិនទាន់ឃើញមានការចាត់ការទេជាង10ឆ្នាំទៅហើយតែឥឡូវនេះគឺយ៉ាងណាក៏ដោយសេចក្តីថ្លែងការណ៍ឬសេចក្តីប្រកាសរបស់ព័ត៌មានរបស់ក្រមរដ្ឋាភិបាលក្រៅប្រទេសនេះក៏ត្រូវបានចែករំលែកដោយលោកអ៊ុំសំអានដែលជាមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលក្រៅប្រទេសនេះដែរគាត់ថាដាក់ប្តឹងអញ្ចឹងមែនហើយបានតាក់ទងមេធាវីហើយក៏មាន Facebook comment មួយសួរគាត់ចោះរឿងប្តឹងទៅតុលាការយុតិធធអន្តរជាតិនឹងដល់ណាទៅហើយអញ្ចឹងមកចេញការប្តឹងទៅតុលាការព្រំដែនអន្តរជាតិអញ្ចឹងទុកបណ្ដឹងនោះមុនឬក៏សំណុំរឿងដែលត្រូវកសាងដាក់ទៅ ICJ នឹងមួយឡែកសិនឬយ៉ាងម៉េចលោកអ៊ុំសំអានបកស្រាយយ៉ាងខ្លីថាបណ្ដឹងទៅតុលាការព្រំដែនអន្តរយុតិធធអន្តរជាតិ ICJ នឹងដាក់ក្រោយពេលដែលដាក់បណ្ដឹងទៅតុលាការព្រំដែនអន្តរជាតិ ICC នេះសិនតែយើងអត់ដឹងថាតើគាត់នឹងដាក់នៅថ្ងៃណាខែណាឆ្នាំណាយើងនឹងតាមដានគាត់តទៅទៀតបងប្អូនតែអានេះដូចខ្ញុំនិយាយចឹងតុលាការព្រំដែនអន្តរជាតិអ្នកណាដាក់ក៏បានដែរមិនចាំបាច់តែភាគីរដ្ឋទេតែបើតុលាការយុតិធធអន្តរជាតិត្រូវតែរដ្ឋាភិបាលទើបដាក់បានមកឥឡូវខ្ញុំបញ្ចប់ព័ត៌មានបន្ទាប់ទៅទៀតគឺតកតងនឹងខាងកម្ពុជាស្នើកិច្ចប្រជុំពិសេសបន្ទាន់របស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនជាមួយថៃឃើញថាកម្ពុជាក៏ដុតដៃដុតជើងដែរព្រោះអីនៅក្នុងកិច្ចព្រមព្រៀងហ្នឹងថាឈប់បាញ់នេះថាត្រូវតែរៀបចំវាស់វែងខណ្ឌសីមាព្រោះមានមាត្រាមួយចែងកំណត់ថាបើអ្វីប្រព្រឹត្តទៅបានស្រួលហើយគឺការវាស់វែងព្រំសីមាហ្នឹងក៏ប្រញាប់ធ្វើទៅហើយយើងឃើញថាគណៈកម្មការព្រំដែនព្រំសីមារបស់កម្ពុជាហ្នឹងក៏បានផ្ញើកំណត់ទូតទៅភាគីថៃទៅហើយសូមឲ្យកោះប្រជុំឲ្យបានឆាប់គឺយ៉ាងយូរត្រឹមដើមខែមករាឆ្នាំ2026គឺថ្ងៃ6មករាអញ្ចឹងនេះគឺជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនដែលគាត់ស្នើឲ្យសុំយកកិច្ចប្រជុំវាស់វែងហ្នឹងធ្វើឲ្យបានឆាប់ទៅហើយខ្ញុំមិនអានអស់ទេបងប្អូនព្រោះ2ទំព័រឯនោះគាត់សង្ខេបថាពួកគាត់មិនមែនថាថ្ងៃ6ទេគាត់ចង់ឲ្យរៀបចំកិច្ចប្រជុំពិសេសបន្ទាន់របស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកម្ពុជាថៃកម្ពុជានៅសប្តាហ៍ទី1នៃខែមករាឆ្នាំ2026គឺសប្តាហ៍ក្រោយនេះហើយបងប្អូនឲ្យធ្វើនៅខេត្តសៀមរាបដើម្បីបន្តកិច្ចការងារវាស់វែងហ្នឹងបាទនេះគឺជាសំណើរបស់ខាងកម្ពុជាប៉ុន្តែសំណើនេះនឹងមិនមានប្រសិទ្ធភាពអីទេបើសិនជាបាត់ជប់បាញ់72ម៉ោងនេះត្រូវបានគេឆាចោលឬក៏ថៃកិច្ចកុកមិនបញ្ជូនទាហានខ្មែរ18នាក់បានន័យថាតាឈប់បញ្ជូនទាហានខ្មែរ18នាក់តាមការគ្រោងទុកគឺអាកិច្ចព្រមព្រៀងហ្នឹងគឺត្រូវកវត្តចោលដូច្នេះយើងចាំមើលតទៅទៀតគាត់ថាកម្ពុជាចង់បញ្ចង់សេចក្តីថ្លែងសារទៅថៃកំណត់ទូតនេះក៏ជាការស្អំចិត្តប្រជាពលរដ្ឋខ្មែរដែរថាកុំឲ្យរំជើបរំជួលរឿងព្រំដែនដែលឃើញគេពាត់លបងឃើញគេដាក់បលាលុះហើយថ្ងៃនេះឃើញលោកអនុទិនច័ន្ទវរៈគុលទៅដល់ប្រាសាទតាកបីទៀតហើយធ្វើស៊ីអារម្មណ៍កម្ពុជាមែនតើក្នុងសម្លៀកបំពាក់យោធានឹងទៅគោរពទង់ជាតិទៅស្អីហើយទៅជួបទាហានជួមុខនៅប្រាសាទតាកបីដើម្បីលើកទឹកចិត្តអីអញ្ចឹងទៅអានេះហើយដែលធ្វើឲ្យរឿងហ្នឹងគេថាសម្ោចក្នុងខោដែរអត់ព្រមនៅស្ងៀមសិនទេគឺថាធ្វើឲ្យរំជួលច្បល់អារម្មណ៍ផ្លូវចិត្តរបស់ទាហានខ្មែរនៅជួមុខនឹងដែរតែយ៉ាងណាយើងឃើញការអត់ធ្មត់របស់ទាហានខ្មែរនៅតែមានបន្តហើយអត់ធ្មត់តែក្រុម MMO ឬក៏ក្រុមខុសនិកឬក្រុមនេះមួយចំនួនដែលនាំគ្នានៅតែប្រកែកថាព័ត៌មានលោកអនុទិនច័ន្ទវរៈគុលទៅប្រាសាទតាកបីទៅអីហ្នឹងសុទ្ធតែព័ត៌មាន AI ព័ត៌មានអីទៀតដែរហើយបាទខ្ញុំនិយាយទៅយើងស្លាប់នឹងការមិនទទួលស្គាល់ការពិតហ្នឹងហ្មងមិនដឹងថាជាយ៉ាងម៉េចឥឡូវនេះខ្ញុំស្លេះរឿងនេះហើយដោយសារតែព័ត៌មាននេះគឺវាវែងយប់ជ្រៅហើយខ្ញុំនឹងបញ្ចប់ត្រឹមថាមានបញ្ញវន្តនិងជាអ្នកស្រាវជ្រាវប្រវត្តិសាស្ត្រឯករាជ្យថៃអំពាវនាវឲ្យរដ្ឋាភិបាលថៃទាត់ចោលសេចក្តីសម្រេចរបស់តុលាការយុតិធធអន្តរជាតិ
ICJ រឿងប្រាសាទព្រះវិហារថៃរករឿងយើងទៀតហើយបងប្អូនខ្ញុំមិនមែនតែទៅនិយាយដោយស្មោះអត់ចង់ផ្សាយព័ត៌មាននេះសោះព្រោះថាបានការអីប៉ុន្តែបងប្អូនអ្វីដែលថៃនិយាយគឺគេសិតតែមានផែនការច្បាស់លាស់របស់គេអញ្ចឹងយើងត្រូវត្រៀមជើងព្រួលដើម្បីទប់គេដែរបើយើងមិនដឹងរឿងគេសោះហ្នឹងថាតើគេកំពុងតែធ្វើអីឥឡូវគេមកថាតំបន់ព្រះវិហារដែលតឡាការកាត់ក្តីឲ្យមកហ្នឹងគឺកាត់ក្តីមិនយុត្តិធម៌ឯណាទេហើយអ្នកស្រាវជ្រាវប្រវត្តិសាស្ត្រថៃផងគាត់សរសេរនៅក្នុងកាសែតថៃដែលគេដកស្រង់នៅថ្ងៃនេះហើយគាត់ប្រាប់ថាឲ្យថៃហ្នឹងនាំគ្នាធ្វើយុទ្ធនាការទាត់ចោលសាលក្រមរបស់តុលាការយុតិធធម៌អន្តរជាតិរឿងប្រាសាទព្រះវិហារព្រោះអីថាប្រាសាទហ្នឹងវានៅក្នុងដីថៃទេមិនមែននៅក្នុងដីខ្មែរទេបើតាមអ្វីដែលលោកសិក្សាស្រាវជ្រាវរកឃើញមកនោះខ្ញុំហួសចិត្តដែរនិយាយទៅគឺអារឿងដែលចប់បាត់អស់ហើយក៏នៅតែលើកយកមកនិយាយដើម្បីឲ្យមានការរកម្មចិត្តហើយនាំគ្នាបកស្រាយអីទៀតទៅបងប្អូនមិនបាច់បកស្រាយអីទៀតទេខ្ញុំគ្រាន់តែជម្រាបថាអានេះគឺជាអ្វីដែលខាងភាគីថៃគេលើកឡើងហើយយើងមែនតើគ្រាន់តែយកមកគិតមើលទៅថាតើគួរដោះស្រាយយ៉ាងណាខ្ញុំជឿថាវាមិនសូវបានផលប៉ុន្តែថៃភាពជ្រុលនិយមនិងភាពផ្ដេសផ្ដាស់របស់គេនឹងคล้ายទៅជាភាពជាតិនិយមជ្រុលមកអញ៉ៃរំលោភវាយយកទឹកដីរបស់យើងទៀតអញ្ចឹងវាពិបាកខ្លាចតែអញ្ចឹងឯងអ្នកដែលខ្ញុំលើកដកស្រង់មិញនេះគឺគាត់ជាបញ្ញវន្តរបស់ថៃហើយនឹងជាអ្នកស្រាវជ្រាវប្រវត្តិសាស្ត្រឯករាជ្យរបស់ថៃទេដែលគាត់និយាយពីព្រំដែននឹងពីអនុសញ្ញាបារាំងសៀមនឹងឡើងវិញហើយគាត់ថាឲ្យនិយាយទៅគឺគាត់ទាមទារឲ្យពិនិត្យមើលសាលក្រមនឹងឡើងវិញដោយមិនត្រូវអនុញ្ញាតឲ្យប្រទេសកម្ពុជាមានសិទ្ធិគ្រប់គ្រងប្រាសាទព្រះវិហារដាច់តែឯងទេបាទឥឡូវសង្ឃឹមថាអ្វីដែលគាត់និយាយនឹងអត់ប្រយោជន៍តែគាត់ឈ្មោះថាទេពមន្ត្រីបាទលោកទេពមន្ត្រីហ្នឹងគឺផ្ដល់ព័ត៌មានឲ្យសារព័ត៌មានថៃ The Nation Thailand បាទនៅថ្ងៃហ្នឹងហើយគាត់ថាឲ្យមើលឯកសាររបស់ថៃផងដែលដាក់ជំទាស់ទៅនឹងនេះនឹងយូរហើយលោកទេពមន្ត្រីលឹមផាយ៉ុំបាទហើយតាមពិតសារព័ត៌មានថៃហ្នឹងក៏ដកស្រង់ពី Facebook របស់គាត់ដែរឈ្មោះទេពមន្ត្រីលឹមផាយ៉ុំហ្នឹងបងប្អូនឥឡូវព័ត៌មានបង្អែមលៀងមាត់របស់ប្រទេសកម្ពុជានៅសល់មួយទៀតពីថៃតែក្បែរហ្នឹងដែរដែលនាយករដ្ឋមន្ត្រីចាំផ្ទះថៃលោកអនុទិនច័ន្ទវរៈគុលប្រាប់ទៅប្រជាពលរដ្ឋថៃថ្ងៃហ្នឹងឃើញចិនឲ្យលុយខ្មែរ2000សំទោស20លានយួនស្មើនឹងប្រហែលជា3លានដុល្លារដើម្បីជាជំនួយមនុស្សធម៌ជួយដល់ជនភៀសសឹកយើងហ្នឹងថៃគេចោទទៅលោកអនុទិនច័ន្ទវរៈគុលថាឥឡូវមិនបានថៃចិនលំអៀងទៅខ្មែរអញ្ចឹងតើចិនមានឲ្យលុយអីថៃខ្លះអត់ឲ្យវាស្មើគ្នាកុំឲ្យចាក់ខ្សែកាន់ជើងខ្មែរអញ្ចឹងខូចមែនតើគាត់ថាចិនឲ្យលុយជំនួយមនុស្សធម៌ហ្នឹងក៏តាមរករឿងចិនដែរបើថាក៏ភ្លើងមិនសូវអីឥឡូវតើពេលអញ្ចឹងគាត់ថាចិនឲ្យថៃ3លានជិត3លានដុល្លារហ្នឹងដែរដើម្បីជួយថៃដែរគ្រាន់តែថាថៃអត់ទាន់ព្រមយកឬក៏មិនយកទេព្រោះលោកស៊ីហាស័កភួងកេតកែវដែលទៅចូលរួមប្រជុំអត់ទាន់មកដល់ថៃវិញគាត់ថាចាំមើលគាត់មកនិយាយមិនព្រោះឮថាខាងរដ្ឋាភិបាលចិនក៏ឲ្យលុយក៏ចង់ឲ្យលុយថៃជួយថៃ20លាននឹងដែរ20លានយួនដែលត្រូវនឹងប្រហែលជា3លានដុល្លារនឹងដែរតែថៃគេពិចារណាសិនតើយកនឹងមិនយកអញ្ចឹងប្រាប់ប្រជាពលរដ្ឋថៃថាកុំឲ្យគិតថាចិននឹងកាន់ជើងខ្មែរអីគេជួយសងខាងអញ្ចឹងណាអញ្ចឹងទៀតហើយស្អីក៏មានដែរបងប្អូនបាទឥឡូវនេះចង់បញ្ចប់គឺបង្អែមលៀងមាត់របស់អាមេរិកម្ដងបង្អែមអាមេរិកបើសិនជាបងប្អូនមិនសូវចូលចិត្តឬក៏តលាន់ hamburger អីសម្រាប់ចូលចិត្តទទួលទានដំណេកស្អែកសម្តាប់ក៏បានដែរលោកត្រាំថាការចរចាបញ្ចប់សង្គ្រាមរុស្ស៊ីឈ្លានពានអ៊ុយក្រែនជិតសម្រេចផលមែនទែនហើយខ្ញុំក៏សប្បាយចិត្តដែរឮសូរលោកត្រាំថាអញ្ចឹងតែគាត់ថាអញ្ចឹង 3-4 ខែមុនហ្នឹងក៏អញ្ចឹងអាមុននឹង5-6 ខែមុនហ្នឹងក៏អញ្ចឹងហើយអាមុនគាត់ជាប់ឆ្នោតហ្នឹងគាត់ថាតែគាត់ជាប់ឆ្នោតគឺរឿងអ៊ុយក្រែននិងរុស្ស៊ីចប់24ម៉ោងឥឡូវជាង10ខែជិត12ខែហ្នឹងប៉ុន្តែយ៉ាងណាក៏ដោយយើងត្រេកអរគាត់ខំប្រឹងណាស់លោកត្រាំនិងមន្ត្រីអាមេរិកនៅក្នុងរដ្ឋបាលគាត់នឹងខំព្រោះអីម្សិលមិញអញ្ជើញលោក Zelensky មកចូលរួមជជែកនៅ Florida នោះពីរឿងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនហ្នឹងដែលឈ្លានពានដោយរុស្ស៊ីហ្នឹងហើយលោកត្រាំក៏បានទេទៅលោកពូទីនទៀតមុននឹងជួបលោក Zelensky នៅទឹកដីអាមេរិកហ្នឹងឥឡូវនេះលោកត្រាំគាត់ចេញសន្និសីទសារព័ត៌មានមួយគាត់ប្រកាសថាបានត្រូវគ្នាច្រើនមែនតើជិតដល់បញ្ចប់សង្គ្រាមនឹងជាស្ថាពរហើយគាត់ថានៅចំណុចតែ1 2ទៀតទេដែលជាចំណុចស្លាប់រស់មួយដែលអត់ទាន់សម្រេចដាច់ស្រេចប៉ុន្តែ 90% ជាងដូចទៅហើយតែ1 2ទៀតហ្នឹងជាទូទៅគឺជា98% ដែលអត់ទាន់បានសម្រេចទៅវិញទេពួកអីរឿងកាត់ដីកាត់អីឲ្យទៅអ៊ុយក្រែនណាទៅរុស្ស៊ីព្រោះឥឡូវអាតំបន់ដែលរុស្ស៊ីទន្ទ្រានបានហ្នឹងគឺលោកត្រាំនៅតែចង់ឲ្យកាត់ទៅរុស្ស៊ី
ប៉ុន្តែឥឡូវហ្នឹងគេមានការព្រមព្រៀងគ្នាមួយថាយកតំបន់ដែលរុស្ស៊ីគ្រប់គ្រងបានហ្នឹងគឺមិនមែនជាដីរបស់អ៊ុយក្រែនហើយក៏មិនមែនដីរបស់រុស្ស៊ីដែរជាតំបន់សេដ្ឋកិច្ចពិសេសអីមួយដែលអាចប្រើប្រាស់បានទាំងសងខាងអីអញ្ចឹងទៅអានេះគឺជាគំនិតមួយដែលកុំឲ្យថាប្របាក់ពេកគឺឲ្យវាមានកណ្ដាលអីអញ្ចឹងប៉ុន្តែអ៊ុយក្រែននៅតែជំទាស់ថារឿងដីអ៊ុយក្រែនត្រូវតែសងអ៊ុយក្រែនវិញប៉ុន្តែឥឡូវអ៊ុយក្រែនដូចរឿងមានភាពកក់ក្ដៅតិចថាអាមេរិកចង់ឲ្យកាត់ដីទៅមែនតែអាមេរិកទៅនីសវត្ថិភាពសន្តិសុខទៅប្រទេសអ៊ុយក្រែនបើរុស្ស៊ីហៅរឿងអីគឺថាអាមេរិកជួយ 100% ដូច្នេះរឿងនេះវាអាចទៅមុខបានលឿនជាងហ្នឹងតែយើងចាំមើលតទៅទៀតបងប្អូនដូចខ្ញុំនិយាយចឹងរឿងរុស្ស៊ីនិងអ៊ុយក្រែននេះគឺរឿងកាត់ទឹកដីវាពិបាកណាស់មិនស្រួលទេព្រោះអ៊ុយក្រែនតែធ្វើតាមមិនស្រួលប្រជាប្រដ្ឋអ៊ុយក្រែនក៏មិនពេញចិត្តដែរបាទឯចុងក្រោយវិញលោកត្រាំពេលដែលសម្របសម្រួលចឹងគាត់យកបងទៀតគាត់ថាឃើញទេគាត់ប្រកែអញ្ចឹងគឺសម្របសម្រួលឲ្យមានសុខសន្តិភាពដោយទាំងប្រទេសកម្ពុជាឥឡូវយកកម្ពុជានិងថៃមកអួតទៀតអញ្ចឹងបើ